នេះជាកម្ពុជាបរិសុទ្ធរស់រានមានជីវិតនៅទីហោស្ថានពិតប្រាកដដោយដៃទេគ្មានឧបករណ៍អ្វីទាំងអស់រស់នៅក្នុងព្រៃរយៈពេល2ឆ្នាំកន្លះទទួលបានជោគជ័យក្នុងការបង្ហាញខ្លួនលើ YouTube នេះជាថ្ងៃដំបូងដែល Adem ដល់ទីហោស្ថានគាត់យកសម្ភារៈសាមញ្ញរបស់គាត់ហើយចាប់ផ្ដើមធ្វើដំណើរដំបូងគាត់យកដុំម្សៅចេញពីកាបូបម្សៅនេះធ្វើពីពោតនិងម្សៅកាកាវត្រូវតែទុកឲ្យដុះផ្សិតទើបអាចញ៉ាំបានពីព្រោះធ្វើបែបនេះទើបអាចទទួលរសជាតិឆ្ងាញ់ពិតប្រាកដនេះក៏ជាអាហារតែមួយគត់របស់គាត់សម្រាប់ប៉ុន្មានថ្ងៃខាងមុខបន្ទាប់ពីហូបជុកឆ្អែតគាត់ត្រូវតែស្វែងរកជាមុនទីតាំងដែលអាចសង់ជំរកបានទោះបីជាឥឡូវនេះមេឃក្តៅខ្លាំងប៉ុន្តែនៅពេលយប់សីតុណ្ហភាពនៅទីហោស្ថាននឹងធ្លាក់ចុះយ៉ាងលឿនគាត់បានដើរពេញមួយព្រឹកទីបំផុតក៏បានរកឃើញទីតាំងដែលពេញចិត្តរូងភ្នំនេះអាចរក្សាកម្ដៅបានយ៉ាងល្អដូច្នេះនៅពេលយប់ដែលសីតុណ្ហភាពធ្លាក់ចុះគាត់ក៏អាចគេងលក់ស្រួលអាចចាប់ផ្ដើមសង់ជំរកបណ្ដោះអាសន្នភ្លាមដំបូងគាត់សម្អាតគ្រួសនៅខាងក្នុងរួចក្រាលខ្សាច់មួយស្រទាប់ព្រោះខ្សាច់អាចកែតម្រង់តាមរាងកាយបានយ៉ាងងាយស្រួលនេះនឹងធ្វើឲ្យគាត់ងាយស្រួលគេងលក់នៅពេលយប់ចុងក្រោយគាត់ពង្រៀបខ្សាច់ឲ្យស្មើការគេងនៅទីនេះប៉ុន្មានថ្ងៃគួរតែគ្មានបញ្ហាទេបន្ទាប់ពីរៀបចំគ្រែរួចអាចចេញទៅរកប្រភពទឹកភ្លាមមិនយូរប៉ុន្មានគាត់ក៏បានរកឃើញកន្លែងមួយនៅជ្រៅក្នុងជ្រលងភ្នំជាបាតទន្លេដែលស្អាតខ្លាំងណាស់បន្ទាប់ពីភ្លុកបន្តិចគាត់មានអារម្មណ៍ថារសជាតិវាបរិសុទ្ធណាស់បញ្ហាប្រភពទឹកត្រូវបានដោះស្រាយអ្នកត្រូវដឹងថាប្រភពទឹកពិតជាសំខាន់ណាស់នៅទីហោស្ថានបន្ទាប់មកគាត់ចាប់ផ្ដើមសង្កេតមើលតំបន់ជុំវិញមើលថាតើមានសត្វព្រៃនៅក្បែរនេះដែរឬទេតែគាត់បែរជារកឃើញដើម Juniper មួយដើមដោយចៃដន្យគាត់បានយកសម្បកឈើជាច្រើនពីវាសម្បកឈើនេះមិនត្រឹមតែអាចប្រើសម្រាប់ក្រាលគ្រែប៉ុណ្ណោះទេថែមទាំងធ្វើឲ្យការរស់នៅរបស់គាត់កាន់តែងាយស្រួលបន្ទាប់មកគាត់រើសមែកឈើស្ងួតជាច្រើននៅក្បែរនោះយកមែកឈើដែលមានប្រវែងសមល្មមមកធ្វើជារបងព្យួរដំឡូងជ្វាដែលគ្រួសាររៀបចំសម្រាប់គាត់ដោយសារព្រះអាទិត្យលិចជំរកមិនមានកន្លែងទំនេរគ្រប់គ្រាន់ដូច្នេះអាចយកឧបករណ៍ចេញមកបង្កាត់ភ្លើងនៅក្រៅជំរកដោយសារគាត់មានបទពិសោធន៍ច្រើនប្រើពេលតែ2ម៉ោងប៉ុណ្ណោះទីបំផុតគាត់ទទួលបានគ្រាប់ភ្លើងដ៏មានតម្លៃតាមរយៈការរចនាដ៏ឆ្លាតវៃរបស់គាត់កម្ដៅពីអណ្ដាតភ្លើងនឹងជះមករកគាត់ធ្វើឲ្យជំរកមានសីតុណ្ហភាពកើនឡើងប៉ុន្តែដោយសារសីតុណ្ហភាពពេលយប់ទីពេកគាត់ត្រូវតែរក្សាភ្លើងឲ្យឆេះនៅពេលយប់គាត់ត្រូវតែបន្ថែមអុសរហូតនេះធ្វើឲ្យគាត់មិនអាចគេងលក់ពេញមួយយប់ប៉ុន្តែការដេកស្ងៀមក៏ជួយបំបត្តិភាពនឿយហត់ពីរាងកាយបានយ៉ាងល្អគាត់យកអាហារទៅរក្សាទុកក្នុងទងប្រហោងនៃដើមយូកាផ្លែឈើព្រៃដែលបិទជិតនៅខាងក្នុងអាចរក្សាជាតិទឹកបានអាហាររបស់គាត់សម្រាប់ថ្ងៃនេះគឺគ្រាន់តែជាដុំម្សៅកាកាវដុះផ្សិតមួយដុំនិងផ្លែឈើព្រៃស្រស់ប៉ុន្មានផ្លែនេះបន្ទាប់ពីញ៉ាំឆ្អែតគាត់គេងក្នុងជំរកដើម្បីរងចាំថ្ងៃបន្ទាប់ថ្ងៃទី2អាកាសធាតុចាប់ផ្ដើមកើនកម្ដៅបន្តិចម្ដងទោះបីជាយប់មិនមានភ្លើងជួយរក្សាកម្ដៅក៏ដោយប៉ុន្តែគាត់នៅតែមិនអាចគេងលក់គាត់គេងបានត្រឹមតែកន្លះម៉ោងជើងទាំងសងខាងរបស់គាត់ត្រជាក់រហូតដល់ឡើងស្លេកដូច្នេះថ្ងៃនេះគាត់ត្រូវតែរកកន្លែងដែលស័ក្តិសមសម្រាប់រស់នៅជាងនេះគាត់ញ៉ាំអាហារខ្លះពីក្នុងកាបូបរួចចាប់ផ្ដើមធ្វើដំណើរជាថ្មីគាត់រុះរើជំរកដែលបានសង់កាលពីម្សិលមិញឲ្យត្រឡប់ទៅសភាពដើមវិញរួចចេញដំណើរទៅរកផ្ទះថ្មីរបស់គាត់ដែលមិនបានប៉ុន្មានគាត់ក៏រកឃើញប្រភពទឹកមួយប៉ុន្តែនៅក្នុងទឹកគ្មានត្រីឬបង្គាតូចដើម្បីឲ្យគាត់បានញ៉ាំឆ្អែតទេគាត់លុបមុខរបស់គាត់ជាមុនសិនដោយសារទឹកដែលគាត់យកមកមានមិនច្រើនគាត់ក៏រៀបចំដងទឹកខ្លះយកទៅតាមទោះបីជាទឹកនេះមើលទៅស្អាតខ្លាំងណាស់ក៏ដោយប៉ុន្តែគាត់នៅតែមានបំណងដាំវាឲ្យពុះមុននឹងផឹកបន្ទាប់មកគាត់យកឧបករណ៍បង្កាត់ភ្លើងពីដូនតារបស់គាត់មកទោះបីជាឧបករណ៍នេះចាស់ទ្រុឌទ្រោមក៏ដោយប៉ុន្តែវានៅតែផ្ដល់គ្រាប់ភ្លើងដ៏មានតម្លៃឲ្យគាត់បន្ទាប់ពីបង្កាត់ភ្លើងរួចគាត់យកឆ្នាំងដីដែលគាត់បានធ្វើកាលពី3ឆ្នាំមុននៅកណ្ដាលព្រៃចេញមកបន្ទាប់ពីដងទឹកពេញហើយយកទឹកក្នុងឆ្នាំងដីទៅដាំឲ្យពុះរួចយកទៅដាក់ក្នុងទន្លេដើម្បីឲ្យត្រជាក់បន្ទាប់ពីផឹករួចគាត់ក៏រៀបចំបន្តដំណើរទោះបីជាទីនេះមានប្រភពទឹកគ្រប់គ្រាន់និងអាចជួបសត្វព្រៃជាច្រើនក៏ដោយប៉ុន្តែទីនេះមិនមែនជាផ្ទះក្នុងក្តីស្រមៃរបស់គាត់ទេថ្ងៃនេះអាដេបានដើរប៉ុន្មានម៉ោងទៀតនៅតែរកឃើញត្រឹមតែរូងភ្នំដែលស័ក្តិសមសម្រាប់សង់ជំរកបណ្ដោះអាសន្នប៉ុណ្ណោះគាត់ប្រើវិធីសាស្ត្រចាស់ដែលសម្អាតវាបន្តិចបន្តួចបន្ទាប់មករកឈើនៅក្បែរនោះត្រៀមសង់ជញ្ជាំងមួយនៅមាត់ច្រកចូលជំរកមិនយូរប៉ុន្មានគាត់ក៏បានរកឃើញដើមស្រមួយគាត់ប្រមូលមែកឈើស្ងួតដែលជ្រុះនៅលើដីជិតចុងម្ខាងនៃមែកឈើឲ្យស្រួយដប់ភ្ជាប់ទៅនឹងដីដើម្បីធ្វើជារបងបន្ទាប់មកគាត់រកបានមែកឈើស្ងួតធំមួយចំនួនទៀតភ្ជាប់វានៅចំកណ្ដាលរបងសង់ជាជញ្ជាំងឈើយ៉ាងសាមញ្ញធ្វើបែបនេះមិនត្រឹមតែអាចការពារខ្យល់បានល្អទេថែមទាំងអាចជាកម្ដៅត្រឡប់មកវិញបន្ទាប់មកគាត់ទៅប្រមូលដុំថ្មត្រៀមសង់ចង្ក្រានកម្ដៅមួយប្រើថ្មត្រឹមតែ2ដុំប៉ុណ្ណោះក៏សង់រួចរាល់គាត់ចាប់ផ្ដើមប្រមូលសម្បកឈើ Juniper បន្ថែមទៀតសម្រាប់យកមកធ្វើជាសម្ភារៈក្រោលដីទោះបីជាមើលទៅសាមញ្ញខ្លាំងក៏ដោយប៉ុន្តែវាផ្ដល់ភាពងាយស្រួលក្នុងការគេងសីតុណ្ហភាពពេលយប់ធ្លាក់ចុះយ៉ាងលឿនមានតែនៅក្បែរភ្លើងទេទើបមានអារម្មណ៍កក់ក្ដៅគាត់យកអាហារចេញពីប្រអប់ម្ដងទៀតបន្ទាប់ពីញ៉ាំឆ្អែតទីបំផុតគាត់មានអារម្មណ៍ថាមានក្តីសុខប៉ុន្តែសីតុណ្ហភាពនៅតែបន្តធ្លាក់ចុះទោះបីជាដាក់ជើងនៅក្បែរភ្លើងក៏ដោយគាត់នៅតែមានអារម្មណ៍ថាត្រជាក់គាត់ឆ្លងកាត់រាត្រីដ៏លំបាកមួយយប់ទៀតបន្តិចម្ដងព្រះអាទិត្យរះនៅថ្ងៃបន្ទាប់អាដេត្រូវបន្តស្វែងរកជំរកថ្មីដើរបានមួយសន្ទុះនៅក្នុងគុម្ពព្រៃលើទួលគាត់បានរកឃើញផ្លែមែនសែននៅថាមួយចំនួនគាត់ភ្លក់វាហើយរសជាតិវាផ្អែមឆ្ងាញ់ណាស់ដូច្នេះគាត់យកកន្ត្រកចេញមកចាប់ផ្ដើមបេះបន្ទាប់ពីប្រមូលបានមួយគំនរគាត់ដាក់ផ្លែឈើទាំងនោះចូលក្នុងឆ្នាំងដីបុកវាឲ្យម៉ត់សម្រាប់ឆុងតែផ្លែឈើនេះសម្បូរជីវជាតិអាចជួយបំពេញថាមពលឲ្យគាត់បានយ៉ាងល្អអនុញ្ញាតឲ្យគាត់មានកម្លាំងរកអាហារបានកាន់តែច្រើនបន្ទាប់មកគាត់ក៏បានរកឃើញដើម Banana Yaksa ផងដែរវាជាវត្ថុធាតុដើមដ៏ល្អសម្រាប់ធ្វើខ្សែពួរបន្ទាប់មកបន្តសង្កេតមើលតំបន់ជុំវិញគាត់បានឃើញថាដីនៅក្បែរនេះមានពណ៌ខ្មៅងឹតវាអាចមានផ្ទុកដីយ៉ាត់យ៉ាងច្រើននៅខាងក្នុងដូច្នេះគាត់ក៏សម្រេចចិត្តសង់ជំរកនៅទីនេះគាត់ជីកយកវាចេញមកមួយចំណែកបន្ថែមទឹកហើយលុញវាជាដុំអត់តូចមួយដើម្បីសាកល្បងភាពរឹងរបស់ដីយ៉ាបន្ទាប់មកគាត់ត្រឡប់ទៅជំរកបណ្ដោះអាសន្នវិញចុងសម្បកឈើដែលប្រមូលបានកាលពីម្សិលមិញចូលគ្នាយកសម្ភារៈរបស់គាត់ហើយចាប់ផ្ដើមបដូរផ្ទះពេលទៅដល់គាត់ក៏ប្រមូលដុំថ្មបាន10ដុំសង់ជំរកដើម្បីទំនាក់ទំនងគ្នាក្នុងការរស់នៅរយៈពេលវែងការសាងសង់ពិតជាមិនងាយស្រួលនោះទេបន្ទាប់មកក៏ទៅរកវត្ថុធាតុដើមដែលស័ក្តិសមសម្រាប់សង់ជំរកដើម Juniper ដែលរលំនៅចំពោះមុខនេះផ្ដល់ឲ្យគាត់នៅឈើជាច្រើនប៉ុន្តែឈើប្រភេទនេះមិនសូវរឹងមាំទេមិនស័ក្តិសមសម្រាប់សង់ជំរកឡើយតែអាដេនៅតែសម្រេចចិត្តយកវាមកប្រើបណ្ដោះអាសន្នសិនបន្ទាប់មកគាត់ចាប់ផ្ដើមជីករណ្ដៅពេលជីកបានជម្រៅប្រហែល15សង់ទីម៉ែត្រគាត់ស្មានថានៅខាងក្នុងប្រហែលជាមានដីអារឹងមាំខ្លាំងណាស់បន្ទាប់ពីជីកគ្រឹះទាំងសងខាងរួចគាត់ក៏ចាប់ផ្ដើមសង់គ្រោងឆ្អឹងដំបូងប្រើមែកឈើគ្រប់ផ្នែកខាងក្រោយឲ្យជិតមែកឈើដែលនៅសល់ក៏អាចយកធ្វើជាអុសសម្រាប់បង្កាត់ភ្លើងទោះបីជាជំរកមិនទាន់សាងសង់រួចរាល់ប៉ុន្តែថ្ងៃនេះគាត់គ្មានពេលសង់បន្តទៀតទេគាត់ត្រូវតែបង្កាត់ភ្លើងជាបន្ទាន់ពីព្រោះនៅពេលយប់ពេលសីតុណ្ហភាពធ្លាក់ចុះនឹងធ្វើឲ្យការបង្កាត់ភ្លើងកាន់តែលំបាកប៉ុន្តែដោយសារថ្ងៃនេះគ្មានវត្ថុបង្កាត់ភ្លើងដែលស័ក្តិសមអាដេខំឃុំឈើអស់រយៈពេល2ម៉ោងក៏នៅតែមិនបានភ្លើង
ដូច្នេះគាត់ក៏សម្រេចចិត្តប្រើធ្នូឃុំដើម្បីបង្កាត់ភ្លើងលើកនេះគាត់ទទួលបានភ្លើងយ៉ាងលឿនប៉ុន្តែសម្បកស្រមិនឆេះទេអាដេគិតយ៉ាងជ្រៅចាប់ផ្ដើមពិនិត្យមើលបច្ចេកទេសរបស់គាត់ឡើងវិញបន្ទាប់មកគាត់គ្មានជំរឿក្រៅពីយកអាវុធសម្ងាត់របស់គាត់ចេញមកគឺឈើទន់ដែលបានកំទេចបន្ទាប់ពីទទួលបានភ្លើងម្ដងទៀតគាត់ទ្រុំឈើទន់នោះនៅក្នុងសម្បកឈើផ្លុំដោយប្រើកម្លាំងខ្លាំងបំផុតរបស់គាត់ទីបំផុតក៏បង្កាត់ភ្លើងបានជោគជ័យថ្មដែលសង្កត់ក្នុងចិត្តរបស់អាដេត្រូវបានធូរស្បើយបន្ទាប់មកចុងសក់កន្ទុយសេះដ៏សេកស៊ីបំផុតរបស់គាត់ផឹកតែផ្លែឈើដែលគាត់បានដាំកាលពីថ្ងៃត្រង់ឆ្លងកាត់រាត្រីដ៏លំបាកមួយយប់ទៀតនេះជាការរស់រានមានជីវិតនៅទីហោស្ថានដោយដៃទេរបស់អាដេប៉ុន្មានថ្ងៃមុនគាត់បានសង់ជំរកបណ្ដោះអាសន្នមួយដោយសារចំណាយកម្លាំងច្រើនពេកគាត់ក៏សម្រេចចិត្តទៅរកអាហារគ្រាន់តែចេញទៅក្រៅភ្លាមគាត់ក៏បានឃើញប្រទាលដំបងយក្សជាច្រើនបន្លារបស់វាអាចធ្វើជាផ្លែសន្ទូចធម្មជាតិបានឯដាម Banana Yak នៅក្បែរនោះសរសៃនៅក្នុងស្លឹករបស់វាក៏ជាសម្ភារៈដ៏ល្អសម្រាប់ធ្វើខ្សែសន្ទូចផងដែរហើយវាក៏មានផ្ទុកសារធាតុ saponin យ៉ាងច្រើនដែលប្រើល្អជាងសាប៊ូទៅទៀតដូច្នេះគាត់បេះស្លឹកយូកាខ្លះហើយដើរត្រង់ទៅកាន់ទន្លេដំបូងគាត់បុកស្លឹកយូកាឲ្យម៉ត់ប្រើទឹកដែលពូតចេញជាសាប៊ូធម្មជាតិដើម្បីលុបមុខគ្មានសារធាតុគីមីបន្ថែមឡើយតែប្រើល្អជាងហ្វូមលាងមុខឆ្ងាយណាស់បន្ទាប់ពីលុបមុខរួចគាត់ក៏ឃើញត្រីតូចជាច្រើននៅក្នុងទន្លេទោះបីជាអាចគិតរកវិធីចុះទៅចាប់ក៏ដោយប៉ុន្តែគាត់ជាមនុស្សដែលចូលចិត្តធ្វើតាមក្បួនខ្នាតគាត់រៀបចំធ្វើសន្ទូចបែបបុរាណមួយបន្ទាប់មកគាត់យកសរសៃយូកាដែលពូតទឹករួចមកវិញជាខ្សែសន្ទូចតូចវែងរួចរកបានឈើមួយដើមចងខ្សែសន្ទូចភ្ជាប់នឹងដំបងឈើកាត់យកសាច់ក្រៀមបន្តិចដោយស្ទាក់ស្ទើរដែលគាត់បានយកមកតាមខ្លួនចងជាប់នឹងផ្លែសន្ទូចប្រសិនបើស្ទូចត្រីមិនបានវានឹងធ្វើឲ្យគាត់ដែលខ្វះខាតស្រាប់កាន់តែលំបាកនេះពិតជាការភ្នាល់ដ៏ធំមួយគាត់ដាក់នុយនៅលើផ្លែសន្ទូចរបស់គាត់ធ្វើពីឆ្អឹងនិងបន្លាដើមដំបងយក្សផ្លែសន្ទូចបែបបុរាណនេះប្រកបណាស់វាមិនមុតដូចផ្លែសន្ទូចធម្មតាទេប៉ុន្តែអាដេពេលនេះមានត្រឹមតែរបស់នេះប៉ុណ្ណោះបន្ទាប់ពីធ្វើសន្ទូចបុរាណរួចរាល់អាដេចាប់ដើមបើកមុខងារស្ទូចត្រីដោយប្រើនុយសិបនិមិត្តលើតែរងចាំអស់2ម៉ោងក៏នៅតែគ្មានត្រីស៊ីនុយគាត់សង្ស័យថាដោយសារត្រីមើលឃើញខ្សែសន្ទូចច្បាស់ពេកទើបត្រីមិនហ៊ានស៊ីដូច្នេះគាត់ក៏បដូរទីតាំងហើយឃើញត្រីធំមួយក្បាលតែដោយសារត្រីមានភ្នែកមិនសូវល្អវានឹងពឹងផ្អែកលើវិញ្ញាណផ្សេងទៀតដើម្បីរកអាហារគាត់ក៏ទម្លាក់នុយនៅចំពីមុខត្រីតែម្ដងទោះបីជាត្រីស៊ីនុយបានសម្រេចក៏ដោយប៉ុន្តែផ្លែសន្ទូចរបស់អាដេមិនបានធ្វើជាប់នោះទេអាដេសង្ស័យថាដោយសារផ្លែសន្ទូចមិនសូវធំដូច្នេះគាត់រៀបចំស្វែងរកវត្ថុធាតុដើមដែលស័ក្តិសមជាងនេះដើម្បីធ្វើផ្លែសន្ទូចដែលធំជាងមុនពេលកំពុងដើររកអាដេក៏បានប្រទះឃើញដោយចៃដន្យនៅទន្សាយព្រៃដែលបានមកបាត់ទៅហើយនៅលើដីមានរោមទន្សាយរីប៉ាយជាច្រើនគ្មានស្នាមខាំហើយក្បាលមានស្នាមជួមបន្ទាប់ពីពិនិត្យមើលត្រួសអាដេសន្និដ្ឋានថាទន្សាយនេះងាប់ដោយសារជំងឺអ្វីមួយដូច្នេះសត្វដទៃទៀតក៏មិនហ៊ានស៊ីវាដែរប៉ុន្តែគាត់ឃ្លានស្ទើរតែស៊ីដីទៅហើយដូច្នេះមិនគិតច្រើនទេយកទន្សាយនេះត្រឡប់ទៅជំរកតែម្ដងយកកាំបិតថ្មដែលគាត់ធ្វើដោយខ្លួនឯងចេញមករៀបចំវះកាត់ទន្សាយមុននឹងធ្វើគាត់ស្ទាក់ស្ទើរបន្តិចដោយសារទន្សាយនេះមានភាគរយខ្ពស់ការជំងឺ Tularemia ជំងឺនេះឆ្លងតាមរយៈរុយនិងសត្វល្អិតខាំព្រមទាំងប្រភពទឹកផងដែរប្រសិនបើពិភពទៅអាចមានគ្រោះថ្នាក់ដល់អាយុជីវិតដើម្បីសុវត្ថិភាពក្នុងការហូបចុកគាត់សម្រេចចិត្តជៀសវាងភ្នែកនិងមាត់របស់ទន្សាយយកតែសាច់ទន្សាយស្រស់ព្រមទាំងសរីរាង្គខាងក្នុងមួយចំនួនផងដែរអាដេចាប់ផ្ដើមវះកាត់ទន្សាយបន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់គាត់ឃើញថាទន្សាយនេះងាប់ដោយសាររឹតពីតែមិនប៉ះពាល់ដល់រាងកាយមនុស្សទេបន្ទាប់មកគាត់យកសរីរាង្គទន្សាយទៅចម្អិននៅលើបន្ទះថ្មក្តៅគាត់យកសាច់ទន្សាយទៅអាំងលើងើភ្លើងដុតរោមដែលជាប់នៅលើខ្លួនទន្សាយគាត់សម្រេចចិត្តយកវាទៅស្ងោរព្រោះធ្វើបែបនេះអាចរក្សាជីវជាតិបានល្អជាងយ៉ាងណាមិញគាត់ត្រូវរស់នៅក្នុងព្រៃ2ឆ្នាំកន្លះជីវជាតិក្នុងអាហារទាំងអស់គាត់ត្រូវតែត្រួតពិនិត្យយ៉ាងតឹងរ៉ឹងគាត់ដាក់សាច់ទន្សាយចូលក្នុងឆ្នាំងដីមិនយូរប៉ុន្មានគាត់ក៏បានញ៉ាំអាហារឆ្ងាញ់លើកដំបូងនៅទីហោស្ថានសូម្បីតែទឹកស៊ុបក៏មិនមានបំណងទុកឲ្យជាងថតមួយម៉ាត់ដែរបន្ទាប់ពីហូបចុកឆ្អែតគាត់សម្រេចចិត្តប្រើប្រាស់រោមទន្សាយដែលនៅសល់ឲ្យបានល្អព្រមទាំងឆ្អឹងផងដែរស្របពេលដែលសីតុណ្ហភាពចាប់ផ្ដើមកក់អាដេរៀបចំមុនរដូវរងាមកដល់សង់ជំរកដ៏ជិតឈឹងមួយសម្រាប់ខ្លួនឯងដំបូងគាត់មកក្បែរនេះដើម្បីរកដីឥដ្ឋផ្ទៃដីនេះមានគ្រួសយ៉ាងច្រើនប្រសិនបើជីកឲ្យជ្រៅប្រកាសជាមានដីឥដ្ឋនៅខាងក្នុងគាត់ចាប់ផ្ដើមជីកដោយប្រើល្បឿនដែលលឿនបំផុតរបស់គាត់ថ្មដ៏ធំមួយបានធ្វើឲ្យល្បឿនរបស់គាត់ថយចុះបន្ទាប់ពីជីកអស់កន្លះម៉ោងទីបំផុតក៏គាត់មនុស្សចេញបានទោះបីជាមិនទាន់ជីកដល់ដីឥដ្ឋប៉ុន្តែគាត់បានរកឃើញសត្វព្រៃមួយក្បាលមើលទៅវានៅជាដង្កូវនាងនៅឡើយអាដេចាប់ផ្ដើមស្រក់ទឹកមាត់ប៉ុន្តែរៃមួយក្បាលមិនគ្រប់គ្រាន់ញ៉ាំទេដូច្នេះគាត់សម្រេចចិត្តលាក់វាទុកសិនរងចាំពេលរកបានច្រើនទើបយកវាមកធ្វើម្ហូបធំបន្ទាប់មកគាត់បដូរទៅតំបន់ផ្សេងហើយបន្តជីកទីបំផុតពេលជីកបានដីឥដ្ឋគាត់ប្រញាប់យកឃ្លោករបស់គាត់មកចាក់ទឹកចូលក្នុងដីឥដ្ឋរៀបចំធ្វើឥដ្ឋដីភាពស្អិតរបស់វាល្អខ្លាំងណាស់ល្អបំផុតអាចបន្ថែមសារធាតុត្រីរាង្គខ្លះដើម្បីជួយការពារកុំឲ្យឥដ្ឋប្រេះទំហំសត្វដែលអាចលុញចេញគឺ10-30 សង់ទីម៉ែត្រធ្ងន់និងរឹងមាំខ្លាំងណាស់បន្ទាប់មកគាត់យកសម្បកឈើមួយគំនរមករុំឥដ្ឋរួចដោតមែកឈើចូលទៅក្នុងដីធ្វើបែបនេះអាចការពារឥដ្ឋមិនឲ្យខូចទ្រង់ទ្រីបានយ៉ាងល្អបន្ទាប់មកគាត់ទៅរកសម្បកឈើបន្ថែមទៀតចងយ៉ាត់នីមួយឲ្យជាប់រឹងមាំបន្ទាប់មកគ្រាន់តែរងចាំឲ្យឥដ្ឋស្ងួតក៏អាចចាប់ផ្ដើមសង់ជំរកបានហើយប៉ុន្តែអាដេដែលជាមនុស្សស្រឡាញ់ភាពស្អាតបានប្រញាប់ត្រឡប់ទៅជំរកវិញយកដើម Banana Yak មកលាងដៃទោះបីជាលក្ខខណ្ឌលំបាកប៉ុន្តែអាដេនៅតែយកចិត្តទុកដាក់ចំពោះអនាម័យផ្ទាល់ខ្លួនខ្លាំងណាស់ទោះបីជាលាងដៃស្អាតហើយក៏ដោយក៏គាត់នៅតែមានអារម្មណ៍មិនស្រួលខ្លួនក្នុងនាមជាមនុស្សដែលកើតក្នុងតារានិក Virgo គាត់មកមាត់ទន្លេលោតចូលទៅងូតទឹកតែម្ដងបន្ទាប់ពីងូតទឹករួចទើបគាត់មានអារម្មណ៍ស្រួលខ្លួនជាងមុនពេលគាត់រៀបចំត្រឡប់ទៅជំរកវិញស្រាប់តែប្រទះឃើញសត្វ Godzilla មួយក្បាលមានតែ Ultraman ទេដែលអាចទល់ជាមួយវាបានអាដេមិនអើពើនឹងវាទេហើយជ្រើសរើសចាក់ចេញទៅពិនិត្យមើលឥដ្ឋដីរបស់គាត់មិនថាមើលពីភាពរឹងឬរូបរាងនោះទេគឺល្អលើសពីការរំពឹងទុករបស់អាដេគាត់ពិតជាពេញចិត្តខ្លាំងណាស់ប៉ុន្តែភារកិច្ចបន្ទាប់របស់គាត់កាន់តែធំដើម្បីសង់ជំរកបានត្រូវតែរៀបចំឥដ្ឋដីចំនួន400ដុំមុនពេលបញ្ចប់ភារកិច្ចដ៏ធំនេះអាដេត្រូវតែស្វែងរកអាហារដើម្បីបំពេញថាមពលជាមុនសិនទើបការងារបន្ទាប់អាចធ្វើទៅបានដោយមានកម្លាំងគ្រាន់តែចុះពីលើភ្នំភ្លាមគាត់ក៏បានឃើញដើម Palo Verde មួយដើមនៅលើដើមឈើសម្បូរទៅដោយផ្លែសណ្ដែកដែលអាចផ្ដល់ប្រូតេអ៊ីនគ្រប់គ្រាន់ដល់រាងកាយអាដេប្រមូលបានមួយគំនរដោយក្តីរីករាយមិនទាន់មានពេលយកទៅចម្អិននៅផ្ទះទេគាត់ភ្លក់វាប៉ុន្មានម៉ាត់សិនឃើញថារសជាតិឆៅក៏ឆ្ងាញ់ម្យ៉ាងដែរមិនមានអ្វីខុសប្លែកពីសណ្ដែកសៀងទេដោយសារខ្វះប្រូតេអ៊ីនរាងកាយរបស់អាដេចាប់ផ្ដើមស្រកទម្ងន់គាត់ប្រញាប់ញ៉ាំវាឆៅអស់មួយគំនរសូម្បីតែពេលដើរក៏មានអារម្មណ៍ថាមានកម្លាំងពេញលេញបន្ទាប់ពី
ហូបជុកឆ្អែតគាត់បន្តដើរលេងប្រមូលសម្បកស្របន្ថែមទៀតមិនត្រឹមតែអាចប្រើសម្រាប់ចង់យ៉ាត់ដេកប៉ុណ្ណោះទេថែមទាំងអាចយកមកត្បាញបានយ៉ាងងាយស្រួលទៀតផងនេះជាវត្ថុធាតុដើមដ៏កុម្រសម្រាប់ធ្វើពូគាត់ប្រើខ្សែពូ2ខ្សែដើម្បីត្បាញពូនេះខ្សែនីមួយមានប្រវែងប្រហែល5ម៉ែត្រ1ម៉ោងក្រោយមកអាដេបានត្បាញសម្បកឈើទាំងអស់ចូលគ្នាយកវាចូលទៅក្នុងចម្រោះបណ្ដោះអាសន្នរបស់គាត់គេងពីលើដើម្បីសាកល្បងភាពសំណុកសុខស្រួលមើលតាមទឹកមុខរបស់អាដេក៏ដឹងដែរថាពូនេះគួរតែទន់និងស្រួលគេងខ្លាំងណាស់ទោះបីជាពេលនេះមានក្រេះហើយក៏ដោយប៉ុន្តែការសង់ចម្រោះគឺជាការងារបន្ទាន់គាត់សម្រេចចិត្តចាប់ផ្ដើមសង់ចម្រោះយ៉ាងពិតប្រាកដនៅថ្ងៃស្អែកកាលពីប៉ុន្មានថ្ងៃមុនអាដេបានស្បត់ថានឹងសង់ចម្រោះឲ្យរួចរាល់ក្នុងរយៈពេល1ខែដូច្នេះរៀងរាល់ថ្ងៃគាត់ខិតខំប្រឹងប្រែងធ្វើអត់ដីប៉ុន្តែដោយសារគាត់ជាមនុស្សកើតក្នុងតារានិកមានទម្លាប់ស្រឡាញ់ភាពស្អាតខ្លាំងការបែកញើសជោគខ្លួនធ្វើឲ្យគាត់ពិបាកទ្រាំណាស់ដូច្នេះគាត់រៀបចំទៅងូតទឹកនៅទន្លេប៉ុន្តែពាក់កណ្ដាលផ្លូវគាត់បានរកឃើញគ្រោងឆ្អឹងគោស្ងួតមួយអាដេនឹកស្មានថាថ្ងៃនេះនឹងបានញ៉ាំឆ្អែតហើយលទ្ធផលគឺសូម្បីតែសាច់មួយដុំក៏គ្មានសល់ដែរប៉ុន្តែគិតទៅគិតមកការទៅងូតទឹកនៅទន្លេគឺជាបំណងដើមរបស់គាត់បន្ទាប់មកគាត់មកដល់មាត់ទន្លេប្រែខ្លួនជាស្តេចងូតទឹកភ្លាមដុសក្អែចេញពីខ្លួនបូករួមនឹងការព្យាបាលដោយត្រី face space ដោយឥតគិតថ្លៃពីធម្មជាតិគាត់មានអារម្មណ៍ថាស្ងប់ស្ងាត់ណាស់ថែមទាំងចាប់ផ្ដើមបង្កើតទំនាក់ទំនងអារម្មណ៍ជាមួយត្រីទៀតផងនេះក៏ធ្វើឲ្យគាត់នឹកឃើញដល់ការពី2ថ្ងៃមុនបទពិសោធន៍បរាជ័យក្នុងការស្ទូចត្រីគាត់ប្រញាប់យកនុយត្រីដែលធ្វើដោយខ្លួនឯងចេញមកនឹកស្មានថាមានទំនាក់ទំនងល្អជាមួយត្រីហើយពួកវានឹងស៊ីនុយប៉ុន្តែត្រីក្នុងទន្លេហាក់ដូចជាយល់ពីចិត្តរបស់គាត់បន្ទាប់ពីខ្ជិះខ្ជីពេលជាច្រើនម៉ោងអាដេនិយាយថាគាត់លែងជឿលើស្នេហាទៀតហើយដូច្នេះគាត់សម្រេចចិត្តធ្វើឧបករណ៍ចាប់ត្រីមួយស្បត់ថានឹងចាប់ត្រីទាំងអស់នៅក្នុងទន្លេឲ្យអស់បន្ទាប់មកគាត់មកក្បែរនេះដើម្បីបេះស្លឹកយូកានៅទីហោស្ថាននេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ត្បាញខ្សែពួរបន្ទាប់ពីបេះស្លឹកយូការួចគាត់ក៏មកមាត់ទន្លេម្ដងទៀតគ្រាន់តែសម្លឹងមើលត្រីក្នុងទន្លេក៏ធ្វើឲ្យគាត់ស្រក់ទឹកមាត់ទៅហើយប៉ុន្តែពេលនោះមានសត្វថ្មាតមួយក្បាលលេចឡើងនៅលើដើមឈើអាដេខ្លាចថ្មាតឆ្លៀតឱកាសដណ្ដើមយកអាហាររបស់គាត់ដូច្នេះគាត់លោតចូលក្នុងទន្លេម្ដងទៀតមិនត្រឹមតែថែរក្សាទំនាក់ទំនងជាមួយត្រីក្នុងទន្លេថែមទាំងឆ្លៀតឱកាសបណ្ដេញសត្វថ្មាតទៀតផងបន្ទាប់ពីងូតទឹករួចគាត់ក៏ចាប់ផ្ដើមធ្វើអួនគាត់ប្រើថ្មដើម្បីពុះឈើជាពីរប្រើថ្មសំលៀងឲ្យរាបស្មើដើម្បីធ្វើជាជ្រញ់ដាក់ស្លឹកយូកាពីលើហើយបុកវាធ្វើបែបនេះទើបអាចឲ្យសាច់ស្លឹកនិងសរសៃបំបែកចេញពីគ្នាបានល្អបន្ទាប់ពីកិនរួចមួយដុំអាដេត្រាំវាទៅក្នុងទឹកពេលត្រាំកាន់តែយូរខ្សែពួរដែលធ្វើចេញមកនឹងកាន់តែរឹងមាំប៉ុន្តែគាត់មិនចង់រងចាំយូរពេកទេត្រាំបាន1ម៉ោងគាត់ក៏ស្រង់ស្លឹកយូកាចេញមកបន្ទាប់មកគាត់ក៏ប្រមូលដើម desert willow ខ្លះដើម desert willow នេះគឺជាវត្ថុធាតុដើមដ៏ល្អបំផុតសម្រាប់ធ្វើឧបករណ៍ចាប់ត្រីដំណើរការធ្វើឧបករណ៍ចាប់ត្រីគឺសាមញ្ញណាស់ដំបូងយកដើម desert willow ដែលពុះជាពីររុំជុំវិញទូធំបន្ទាប់មកប្រើខ្សែដែលត្បាញរួចមកចងឲ្យជាប់ទោះបីជាមើលទៅសាមញ្ញខ្លាំងក៏ដោយប៉ុន្តែការងារនេះក៏មានទំហំធំដែរត្បាញរួចហើយយកវាមករុំឧបករណ៍ចាប់ត្រីដ៏ធំបែបនេះគឺត្រូវបានធ្វើរួចរាល់ហើយចន្លោះប្រហោងដែលអាដេទុកគឺធំគួរសមច្បាស់ណាស់ត្រីតូចមិនអាចចូលក្នុងភ្នែកគាត់បានទេបន្ទាប់ពីធ្វើឧបករណ៍ចាប់ត្រីរួចអាដេមកមាត់ទន្លេភ្លាមដោយសារពេលនេះអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ត្រីក៏រត់បាត់ស្ទើរតែអស់ទៅហើយប៉ុន្តែអាដេតែងតែជឿថាស្នេហាគឺការរត់មករកគ្នាទៅវិញទៅមកដូច្នេះដាក់ឧបករណ៍ចាប់ត្រីនៅចំកណ្ដាលទន្លេតែម្ដងបន្ទាប់ពីនោះអ្វីដែលត្រូវធ្វើគឺរងចាំដោយអត់ធ្មត់លោតចូលក្នុងទន្លេម្ដងទៀតដើម្បីងូតទឹកដោយសារកត្តាអាកាសធាតុគាត់បញ្ជាក់ថាការហែលទឹកក្នុងរដូវរងាអាចជួយឲ្យរាងកាយដោយសារជាមនុស្សស្រឡាញ់ភាពស្អាតការងូតទឹកក៏ជាចំណូលចិត្តតែមួយគត់របស់គាត់ដែរបន្ទាប់ពីងូតទឹកអស់ជាច្រើនម៉ោងគាត់មកពិនិត្យមើលលទ្ធផលនៃឧបករណ៍ចាប់ត្រីពេលយកឡើងមកមើលថ្ងៃនេះអាដេនៅតែមិនទទួលបានអ្វីសោះក្នុងថ្ងៃដែលគ្មានទីបញ្ចប់អាដេបានធ្វើឥតដេយ៉ាងច្រើនដោយសារយប់មិញមានភ្លៀងធ្លាក់គាត់ខ្លាចឥតដេរបស់គាត់រងផលប៉ះពាល់ក៏ប្រញាប់មកពិនិត្យមើលសំណាងល្អដែលឥតដេនៅង៉ៃឡនឹងនៅរឹងមាំល្អប៉ុន្តែភ្លៀងធ្លាក់ក៏បានផ្ដល់អត្ថប្រយោជន៍ដល់គាត់ដែរគឺអាចឲ្យគាត់ជីកដីឥដ្ឋបានកាន់តែងាយស្រួលដូច្នេះគាត់សម្រេចចិត្តធ្វើតេស្តដីឥដ្ឋបន្តិចមើលថាតើអាចធ្វើចានដីឥដ្ឋមួយសម្រាប់ខ្លួនឯងបានទេប៉ុន្តែភ្លៀងធ្លាក់ក៏បណ្ដាលឲ្យបង្គួយស៊ីសត្វល្អិតជាច្រើនលេចឡើងអាដេបណ្ដាលលុញចានបណ្ដាលសង្កេតមើលចលនារបស់វាកំពុងគិតថាតើអាចដណ្ដើមអាហារពីវាបានខ្លះដែរឬទេមិនយូរប៉ុន្មានចានដីឥដ្ឋក៏ចេញជារូបរាងជាមូលដ្ឋានប៉ុន្តែអាដេសង្កេតឃើញថាដីយ៉ាប់ប្រភេទនេះងាយនឹងស្រុតចុះដូច្នេះមុនពេលធ្វើរាងត្រូវតែប្រើដៃទប់រាងវាឲ្យជាប់ជានិច្ចដើម្បីឲ្យវាកាន់តែរឹងមាំអាដេថែមទាំងចាក់បញ្ចូលសារធាតុពិសេសទៅលើវាទៀតផងបន្ទាប់មកអ្វីដែលត្រូវធ្វើបន្តគឺរងចាំដោយស្ងៀមស្ងាត់ថ្ងៃទី2អាដេប្រើថ្មដុសខាប់ផ្ទៃនៃឆ្នាំងដីពេលនោះស្រាប់តែមានសម្លេងគោលាន់ឬមកពីលើមេឃថ្ងៃនេះប្រហែលជាមានភ្លៀងទៀតហើយអាដេប្រញាប់ត្រឡប់ទៅជំរកវិញប្រើសម្បកស្រោត្បាញជាដំបូលទោះបីជាមិនអាចការពារទឹកបានច្រើនប៉ុន្តែយ៉ាងហោចណាស់ក៏អាចជួយឲ្យគាត់ទប់ទល់បានមួយគ្រាដែរសំណាងរបស់អាដេក៏ល្អខ្លាំងណាស់ដែរអាកាសធាតុប្រែពីមានពុកច្រើនទៅជាស្រឡះហើយក៏កន្លងផុតទៅមួយថ្ងៃទៀតគាត់បានរកឃើញសណ្ដែកគួរជាច្រើននៅក្បែរជំរកអាដេប្រញាប់ចាប់ផ្ដើមប្រមូលអាហារពីព្រោះប៉ុន្មានថ្ងៃនេះអាដេវល់តែធ្វើឥតដីសម្រាប់សង់ជំរកព្រមទាំងឆ្នាំងដីថ្មីនេះផងដែរបន្ទាប់ពីប្រមូលអាហាររួចថ្ងៃនេះគាត់នៅមានភារកិច្ចចុងក្រោយមួយទៀតគឺការដុតឆ្នាំងដីឆ្លងកាត់ការដុតអស់រយៈពេល2ម៉ោងរបស់គាត់ឆ្នាំងដីក៏ចេញជារូបរាងយ៉ាងល្អឥតខ្ចោះគ្រាន់តែថានៅចំកណ្ដាលនៅមានខ្សាច់ច្រើនប៉ុន្តែការសាកល្បងទទួលបានជោគជ័យគាត់ណាស់វាធ្វើឲ្យអាដេមានសម្ភារៈគ្រប់គ្រាន់សម្រាប់ធ្វើឆ្នាំងចានវែកស្លាបព្រានៅពេលបន្ទាប់ថ្ងៃទៀតបានកន្លងផុតទៅអាដេរកឃើញប្រទាលដំបងយ៉ាក់មួយប្រភេទដែលអាចញ៉ាំបានប៉ុន្តែមុននឹងញ៉ាំគាត់ត្រូវតែដុតបន្លានៅលើវាចោលសិនប្រសិនបើមិនធ្វើបែបនេះទេវាអាចនឹងធ្វើឲ្យមុតមាត់គាត់ពេលកំពុងញ៉ាំទោះបីជាអាចញ៉ាំបានក៏ដោយប៉ុន្តែដោយសារប្រទាលដំបងយ៉ាក់មានសរសៃច្រើនពេកគ្រាន់តែញ៉ាំបានមួយម៉ាត់អាដេក៏រៀបចំបោះវាចោលសំណាងល្អដែលគាត់នៅមានសណ្ដែកគួរនិងផ្លែយូនេប្រជាច្រើនដែលអាចជួយបំបត្តិភាពស្រេកឃ្លានជាបណ្ដោះអាសន្នគាត់ប្រើឆ្នាំងដីដែលធ្វើការពីម្សិលមិញមកស្ងោរសណ្ដែកគួរខ្លះរសជាតិគឺមិនអាក្រក់ទេស្របពេលដែលព្រះអាទិត្យរះឡើងអាដេចាប់ផ្ដើមការងារថ្ងៃនេះបន្តទៀតមិនយូរប៉ុន្មានគាត់ក៏ធ្វើបានមួយគំនរប៉ុន្តែដោយសារអាកាសធាតុថ្មីនេះមិនសូវទៀងទាត់អាចនឹងមានភ្លៀងធ្លាក់ខ្លាំងគ្រប់ពេលដូច្នេះគាត់យកឥដ្ឋដីទៅដាក់នៅតាមទីតាំងផ្សេងគ្នាប្រសិនបើទឹកភ្លៀងក៏ទឹកតែមួយផ្នែកតូចប៉ុណ្ណោះបន្ទាប់មកគាត់រៀបចំពង្រឹងជំរកបណ្ដោះអាសន្នរបស់គាត់ម្ដងទៀតគាត់យកសម្បកឈើមកត្បាញយ៉ាងសាមញ្ញគ្រប់នៅផ្នែកខាងក្រៅនៃជំរកទោះបីជាមិនអាចការពារទឹកបានទាំងស្រុងប៉ុន្តែយ៉ាងហោចណាស់ក៏ផ្ដល់នូវភាពស្ងប់ចិត្តខ្លះដែរ
ការពីប៉ុន្មានថ្ងៃមុនអាដេបានសាងសង់ជំរកបណ្ដោះអាសន្នរួចហើយទោះបីជាមើលទៅរៀងកំសត់បន្តិចប៉ុន្តែសំណាងល្អដែលអាកាសធាតុថ្មីនេះមិនសូវត្រជាក់នៅពេលយប់គាត់មិនបាច់បង្កាត់ភ្លើងក៏អាចគេងលក់យ៉ាងស្រួលដែរដោយសារបានគេងគ្រប់គ្រាន់ព្រឹកនេះអាដេក្រោកឡើងក៏ចេញទៅរកអាហារភ្លាមមើលថាតើអាចរកអ្វីញ៉ាំបានខ្លះនៅក្បែរនេះដើមមិនបានប៉ុន្មានគាត់ក៏ប្រទះឃើញបាតទន្លេមួយប៉ុន្តែបាតទន្លេនេះផ្សំឡើងពីដុំធ្មនិងភក់គាត់ត្រូវតែជីកយកគ្រាប់ខ្សាច់នៅខាងក្រោមចេញរងចាំរហូតដល់គ្រាប់ខ្សាច់រងចុះទៅបាតទើបអាចប្រើប្រាស់ទឹកនៅក្នុងរន្ធនេះបានស្របពេលដែលអាដេកំពុងរងចាំគាត់បានរកឃើញអាហារដែលសម្បូរប្រូតេអ៊ីនជាច្រើននៅជុំវិញនោះដោយចៃដន្យទោះបីជារបស់ទាំងនេះមិនអាចញ៉ាំឲ្យឆ្អែតបានភ្លាមប៉ុន្តែយ៉ាងហោចណាស់ក៏អាចដល់ជីវជាតិគ្រប់គ្រាន់ដល់រាងកាយរបស់អាដេដែរគាត់ញ៉ាំនៅតំបន់ជុំវិញនេះអស់រយៈពេល2ម៉ោងពេញធ្វើឲ្យក្រពះរបស់គាត់ឆ្អែតបាន3ភាគនេះក៏អាចជួយសម្រួលដល់ការងារបន្ទាប់របស់គាត់ដែរបន្ទាប់មកគាត់ជីករណ្ដៅមួយនៅលើដីក្រាលថ្មឲ្យពេញនៅខាងក្នុងយកឧបករណ៍ហូបចុករបស់គាត់ចេញមកបង្កាត់ភ្លើងនៅក្នុងរណ្ដៅដែលបានជីករួចបន្ទាប់ពីគាត់បង្កាត់ភ្លើងរួចគាត់ទៅដងទឹកបន្តិចពីបាតទន្លេដែលបានរៀបចំរួចរៀបចំដាំវាឲ្យពុះមុននឹងផឹកទោះបីជាមិនបានចម្រោះប៉ុន្តែផឹកទៅប្រហែលជាមិនអីទេឆ្លងកាត់ការរងចាំដ៏យូរអស់រយៈពេល10នាទីទីបំផុតទឹកនៅក្នុងឆ្នាំងដីនេះក៏ត្រូវបានដាំពុះដើម្បីប្រកាសថាមនុស្សលាកមាត់របស់គាត់អាដេរងចាំឲ្យវាត្រជាក់សិនទើបព្រមផឹកទោះបីជាជួនកាលអាចនឹងផឹកប៉ះខ្សាច់បន្តិចបន្តួចប៉ុន្តែយ៉ាងហោចណាស់ទឹកនេះអាចជួយឲ្យគាត់ស្ដារកម្លាំងឡើងវិញបានយ៉ាងល្អបន្ទាប់ពីគាត់ផឹករួចមេឃក៏ចាប់ផ្ដើមងឹតសំណាងល្អដែលអាកាសធាតុថ្មីនេះមិនសូវត្រជាក់អាដេគេងផ្ទាល់នៅលើដីនៅទីនេះតែម្ដងប្រើការគេងដើម្បីបំបត្តិភាពនឿយហត់ពេញមួយថ្ងៃព្រឹកបន្ទាប់អាដេក្រោកឡើងក៏បន្តស្វែងរកអាហារដោយសារតែមានអាហារគ្រប់គ្រាន់ទើបអាចឲ្យគាត់រស់នៅក្នុងផ្ទះរបស់ខ្លួនដោយស្ងប់ចិត្តសំណាងល្អលើកនេះគាត់មានសំណាងល្អដែលមិនបានប៉ុន្មានក៏រកឃើញសណ្តែកជាច្រើនរុក្ខជាតិតកូសណ្តែកនេះអាចរក្សាទុកបានច្រើនឆ្នាំហើយគ្រាប់សណ្តែកនៅខាងក្នុងមានផ្ទុកប្រូតេអ៊ីនយ៉ាងច្រើនអាចបំពេញជីវជាតិគ្រប់គ្រាន់ដល់គាត់ដូច្នេះអាដេប្រមូលបានយ៉ាងច្រើនក្នុងពេលតែមួយប៉ុន្តែដើម្បីការពារក្រែងលោករកអាហារមិនបាននៅថ្ងៃបន្ទាប់អាដេត្រូវតែធ្វើកន្ត្រកមួយឲ្យធំបន្តិចដើម្បីប្រមូលឲ្យបានច្រើនមុននឹងធ្វើគាត់ត្រូវតែស្វែងរកវត្ថុធាតុដើមសម្រាប់ធ្វើកន្ត្រកដល់អស់រយៈពេលយ៉ាងយូរអាដេបានរកឃើញដើមមៀវវ៉ាត់ជាច្រើនដើមរបស់រុក្ខជាតិប្រភេទនេះស័ក្តិសមបំផុតសម្រាប់ធ្វើកន្ត្រកអាដេក៏មិនអល់ឯកប្រមូលវាយ៉ាងច្រើនបន្ទាប់ពីគាត់ប្រមូលដើមរបស់វាបានគ្រប់គ្រាន់គាត់អាចចាប់ផ្ដើមធ្វើកន្ត្រកបានហើយគាត់យកខ្សែយូកាដែលប្រមូលបានកាលពីលើកមុនចេញមកចងខ្វែងដើមទាំងនោះចូលគ្នាបង្កើតជាតួនៃកន្ត្រកបន្ទាប់មកប្រើមែកឈើចុងវាជារាងជារង្វង់កន្ត្រកដ៏សាមញ្ញនេះត្រូវបានធ្វើរួចរាល់ជាមួយនឹងជម្រៅនេះគឺគ្រប់គ្រាន់សម្រាប់គាត់ប្រមូលអាហារសម្រាប់ពេញមួយខែអាដេមានការពេញចិត្តប្រញាប់យកកន្ត្រកទៅប្រមូលអាហារឲ្យបានច្រើនបន្ទាប់ពីគាត់ប្រមូលសណ្តែកបានគ្រប់គ្រាន់ហើយទើបអាដេអាចត្រឡប់ទៅផ្ទះវិញដោយស្ងប់ចិត្តពេលនេះមានអាហារហើយគាត់អាចសាងសង់ផ្ទះថ្មីដោយស្ងប់ចិត្តដូច្នេះគាត់ប្រើតែមួយជើងក៏រុះរើផ្ទះចាស់របស់គាត់ចោលត្រៀមប្រើអដីចំនួន100ដុំដែលគាត់បានធ្វើមកសង់ផ្ទះថ្មីហើយចំពេលដែលអាកាសធាតុថ្មីនេះមិនសូវត្រជាក់ពេលយប់គេងផ្ទាល់លើដីក៏អាចទទួលយកបានពេលនេះគឺជាពេលវេលាដ៏ល្អបំផុតក្នុងការសង់ផ្ទះថ្មីដូច្នេះអាដេចាប់ផ្ដើមវាស់វែងទំហំផ្ទះនៅលើដីជាមុនសិនលើកនេះគាត់រៀបចំធ្វើវាឲ្យធំបន្តិចដើម្បីទោះបីជាថ្ងៃក្រោយជួបប្រពន្ធនៅព្រៃខ្លួនឯងក៏អាចមានលក្ខខណ្ឌចរចាជាមួយគេបានបន្ទាប់ពីវាស់វែងទំហំផ្ទះថ្មីរួចអាដេរៀបឥដ្ឋដីត្រួតលើគ្នាម្ដងមួយប្រើខ្សាច់នៅលើដីមកចាក់បំពេញចន្លោះប្រហោងរវាងឥដ្ឋដីដែលធ្វើរួចបែបនេះការយកមកសាងសង់គឺពិតជាងាយស្រួលមិនយូរប៉ុន្មានគាត់ក៏សង់រួចរាល់នៅក្រុងឆ្អឹងមូលដ្ឋាននៃផ្ទះថ្មីប៉ុន្តែដោយគិតថាបន្ទាប់ពីធ្វើការរួចខ្លួនឯងប្រកាសជាឃ្លានអាដេផ្អាកការងារក្នុងដៃជាបណ្ដោះអាសន្នសិនរៀបចំអាហារពេលល្ងាចសម្រាប់ខ្លួនឯងសិនគាត់ចាក់សណ្តែកដែលប្រមូលបានចូលទៅក្នុងឆ្នាំងដីដោយគិតថាញ៉ាំបែបនេះហាក់ដូចជាសាប់ពេកដូច្នេះគាត់ក្រោកឡើងទៅរកបន្លែបន្ថែមនៅក្បែរនោះដែលមិនបានប៉ុន្មានគាត់ក៏រកឃើញស្មៅម្យ៉ាងស្មៅប្រភេទនេះមិនថាញ៉ាំឆៅឬចំអិនឲ្យឆ្អិនទេសុទ្ធតែមានផ្ទុកសារធាតុចិញ្ចឹមយ៉ាងសម្បូរបែបអាដេក៏មិនអល់ឯកប្រមូលវាយ៉ាងច្រើនរងចាំរហូតដល់គាត់ប្រមូលបានច្រើនហើយគាត់ក៏មិនភ្លេចភ្លក់មួយម៉ាត់ដែរបន្ទាប់ពីបញ្ជាក់ថារបស់នេះគ្មានជីពោលគាត់ក៏ចាក់ស្មៅទាំងនេះចូលទៅក្នុងឆ្នាំងដីដើម្បីស្ងោរក្នុងអំឡុងពេលរងចាំអាដេក៏អាចបន្តសាងសង់ផ្ទះថ្មីបានដោយគិតថារដូវរងានៅទីនេះត្រជាក់ខ្លាំងណាស់ក្នុងពេលដែលគាត់សាងសង់ជញ្ជាំងនីមួយគាត់ថែមទាំងញ៉ាត់សម្បកឈើចូលតាមចន្លោះប្រហោងដើម្បីប្រកាសថាជញ្ជាំងផ្ទះថ្មីនេះនឹងមិនលេចធ្លីខ្យល់ចេញចូលឡើយរងចាំរហូតដល់សាងសង់បានកម្ពស់ពាក់កណ្ដាលឥដ្ឋដីរបស់អាដេក៏នៅសល់មិនច្រើនទេដូច្នេះគាត់ក៏គ្មានជម្រើសអ្វីក្រៅពីជីករណ្ដៅពីរនៅមុខទ្វារដុតមែកឈើពីរដើមចូលទៅក្នុងនោះចុងក្រោយក៏ដាក់ធ្នឹមឈើមួយនៅលើនោះប្រើមែកឈើមកចាប់ផ្ដើមសាងសង់គ្រោងឆ្អឹងដំបូលនេះរងចាំរហូតដល់គាត់ធ្វើរួចរាល់ដើម្បីការពារភ្លៀងគាត់យកសម្បកឈើដែលបានត្បាញពីជំរកមុនមកក្រាលនៅលើដំបូលផ្ទះថ្មីនេះដើម្បីប្រកាសថាពេលយប់ខ្លួនគាត់នឹងមិនទឹកភ្លៀងពេលនេះជំរកបណ្ដោះអាសន្នថ្មីនេះត្រូវបានចាត់ទុកថាធ្វើរួចរាល់ទោះបីជាមើលទៅមិនសូវប្រណិតក៏ដោយប៉ុន្តែប្រកាសជាល្អជាងការសាងសង់ដោយមែកឈើឆ្ងាយណាស់បន្ទាប់ពីគាត់ធ្វើរួចរាល់ស្របពេលដែលសណ្តែកដែលគាត់ស្ងោរក៏ឆ្អិនល្មមអាដេក៏ប្រញាប់ទៅបំពេញក្រពះរបស់គាត់ភ្លាមចំណាយពេលដ៏នឿយហត់មួយថ្ងៃនៅក្នុងផ្ទះថ្មីរបស់គាត់ផ្ទះថ្មីរបស់អាដេមានរូបរាងជាមូលដ្ឋានហើយប៉ុន្តែដោយសារឥដ្ឋដីដែលធ្វើដោយខ្លួនឯងមិនគ្រប់គ្រាន់អាដេបានត្រឹមតែបិទដំបូលជាបណ្ដោះអាសន្នសិនដូច្នេះព្រឹកនេះអាដេភ្ញាក់ពីគេងក៏យកឧបករណ៍មកកាន់រណ្ដៅជ្រៅដែលគាត់ធ្លាប់ជីកចាប់ផ្ដើមប្រមូលដីឥដ្ឋនៅក្នុងរណ្ដៅជ្រៅនេះប្រសិទ្ធភាពការងារលើកនេះនឹងលឿនជាងលើកមុនឆ្ងាយណាស់ដោយសារការពីពេលថ្មីនេះគាត់បានរកឃើញឆ្អឹងគោខ្លះនៅក្បែរនោះបន្ទាប់ពីគាត់ផ្ដាច់វាចេញរួចក៏យកមកធ្វើជាឧបករណ៍ប្រមូលដីឥដ្ឋក្រោមការសហការដ៏ឆ្លៀសវៃនៃឧបករណ៍ទាំងនេះលើកនេះអាដេទទួលបានដីឥដ្ឋមួយចំនួនយ៉ាងលឿនប៉ុន្តែដើម្បីឲ្យឥដ្ឋដីដែលធ្វើចេញមកមានភាពសុទ្ធល្អគ្រូដែលធំជាង2សង់ទីម៉ែត្រកន្លះគាត់នឹងបោះបង់វាចោលដោយឥដ្ឋមេតាធានាថាដីយ៉ាត់សម្រាប់ធ្វើឥដ្ឋដីនេះមានភាពសមដ៏ល្អឥតខ្ចោះរងចាំរហូតដល់គាត់ចំដីយ៉ាត់ទាំងនេះរួចអាដេក្រោកឈរឡើងមកក្បែរដើមស្រយូនីបនេះត្រៀមប្រើសម្បកស្រនេះមកធ្វើជាឥដ្ឋដីពីព្រោះមានតែការលាយសម្ភារៈទាំងនេះចូលទៅក្នុងដីឥដ្ឋទេទើបអាចធ្វើឲ្យឥដ្ឋដីដែលស្ងួតមិនងាយប្រេះដោយសារតែនេះជាអំណោយពីធម្មជាតិអាដេក៏ប្រមូលវាយ៉ាងច្រើនដោយឥដ្ឋអល់ឯកបន្ទាប់មកញីសម្បកស្រទាំងនេះឲ្យម៉ត់ហើយលាយចូលក្នុងដីឥដ្ឋលាយដីឥដ្ឋសម្រាប់ធ្វើឥដ្ឋដីនេះក្នុងសមាមាត្រដ៏ល្អឥតខ្ចោះ
បន្ទាប់ពីគាត់ធ្វើរួចរាល់អាដេអាចចាប់ផ្ដើមបន្ថែមទឹកដោយសារពេលនេះគាត់មានឧបករណ៍ប្រើប្រាស់ស័ក្តិសមជាច្រើនលើកនេះទីបំផុតអាចមិនបាច់កូរភូទេគ្រាន់តែប្រើឧបករណ៍ទាំងនេះឲ្យបានល្អក៏អាចជួយសន្សំកម្លាំងរបស់គាត់បានយ៉ាងច្រើនបន្ទាប់ពីគាត់កូរដីឥដ្ឋទាំងនេះរួចពេលនេះគាត់អាចចាប់ផ្ដើមធ្វើឥដ្ឋដីបានហើយសំណាងល្អពេលគាត់សាងសង់ជំរកនៅសល់ខ្លះលើកនេះគាត់គ្រាន់តែយកឥដ្ឋដី4ដុំមករៀបឲ្យមានរបៀបក៏អាចបង្កើតជាពុម្ពធម្មជាតិមួយបានហើយបន្ទាប់មកចាក់ដីឥដ្ឋឲ្យពេញគ្រប់កន្លែងការធ្វើឥដ្ឋដីនេះត្រូវបានចាត់ទុកថាធ្វើរួចរាល់ពេលនេះគ្រាន់តែយកទៅហាលថ្ងៃឲ្យក្តៅខ្លាំងរយៈពេល6ម៉ោងក៏អាចយកមកសាងសង់ផ្ទះថ្មីរបស់គាត់បានបន្ទាប់មកអាដេធ្វើជំហាននេះម្ដងទៀតធ្វើឥដ្ឋដីបន្ថែម2 3ដុំទៀតសម្រាប់ខ្លួនឯងប៉ុន្តែយ៉ាងណាមិញឥដ្ឋដីដែលគាត់នៅសល់មានកំណត់មិនមានពុម្ពច្រើនសម្រាប់គាត់ធ្វើទេដូច្នេះអាដេអាចធ្វើបានតែបន្តិចម្ដងជារៀងរាល់ថ្ងៃបន្ទាប់មកនៅក្នុងថ្ងៃដែលគ្មានទីបញ្ចប់អាដេមានឥដ្ឋដីចំនួន300ដុំហើយក៏បានសម្រេចគោលដៅរបស់គាត់ដែរបន្ទាប់មកគាត់អាចចាប់ផ្ដើមជួសជុលផ្ទះថ្មីរបស់គាត់បានហើយនៅពេលដែលគាត់ធ្វើឥដ្ឋដីគាត់ថែមទាំងបានធ្វើទំហំធំបន្ថែម2 3ដុំទៀតដោយចិត្តណាត្រៀមប្រើឥដ្ឋប៉ុន្មានដុំនេះមកសាងសង់ចង្ក្រានកម្ដៅក្នុងផ្ទះប៉ុន្តែដោយគិតថាខ្លួនគាត់នឹងមានកន្លែងរស់នៅពេលបន្ទាប់អាដេមិនមានបំណងរុះរើផ្នែកដែលសាងសង់រួចទេប៉ុន្តែបានវាស់វែងទីតាំងថ្មីមួយនៅក្បែរនោះដើម្បីពង្រីកផ្ទះថ្មីរបស់គាត់ដូច្នេះគាត់ចាក់ដីមួយស្រទាប់នៅលើដីជាមុនសិនបន្ទាប់មកក៏ចាប់ផ្ដើមរៀបឥដ្ឋដីដោយសារការសាងសង់លើកនេះគឺធ្វើឡើងសម្រាប់រស់មួយជីវិតអាដេនៅទីតាំងសាងសង់នៃឥដ្ឋដីនីមួយសុទ្ធតែប្រើដីយ៉ាប់ដើម្បីភ្ជាប់ទោះបីជាដំណើរការនេះនឹងមានភាពស្មុគស្មាញច្រើនជាងមុនក៏ដោយប៉ុន្តែធ្វើបែបនេះអាចធានាបានផ្ទះរបស់គាត់ទោះត្រូវគ្រាប់បែកក៏មិនបែកដែរបន្ទាប់ពីគាត់សង់គ្រោងឆ្អឹងគ្រឹះរួចរាល់គាត់មិនមានបំណងសាងសង់ជញ្ជាំងមុនទេប៉ុន្តែនៅផ្នែកខាងក្រោយនៃផ្ទះថ្មីតម្លើងគ្រោងឆ្អឹងចង្ក្រានកម្ដៅជាមូលដ្ឋានមុនសិនយ៉ាងណាមិញពេលនេះគាត់មានឥដ្ឋដីគ្រប់គ្រាន់ការធ្វើចង្ក្រានកម្ដៅឲ្យរួចមុនក៏អាចជួយឲ្យគាត់ឆ្លងកាត់រដូវរងាបានកាន់តែងាយស្រួលបន្ទាប់ពីគាត់ធ្វើគ្រោងឆ្អឹងចង្ក្រានកម្ដៅរួចរាល់គាត់ក៏ចាប់ផ្ដើមបណ្ដាលសាងសង់ជញ្ជាំងបណ្ដាលរៀបចង្ក្រានកម្ដៅឲ្យខ្ពស់ឡើងមិនយូរប៉ុន្មានអាដេក៏សង់បានដល់កម្ពស់ដែលចង្ក្រានកម្ដៅត្រូវការគាត់ជ្រើសរើសបញ្ចប់ចង្ក្រានកម្ដៅមុនព្រោះធ្វើបែបនេះអាចជួយដល់ការងារបន្ទាប់របស់គាត់បន្ទាប់ពីគាត់បញ្ចប់ការសាងសង់ចង្ក្រានកម្ដៅគាត់បានសាងសង់ជញ្ជាំងមួយជាន់ទៀតនៅជុំវិញចង្ក្រានកម្ដៅធ្វើបែបនេះអាចឲ្យចង្ក្រានកម្ដៅជះកម្ដៅបានកាន់តែល្អនៅក្នុងផ្ទះរបស់គាត់មិនយូរប៉ុន្មានជញ្ជាំងនេះត្រូវបានអាដេសង់ឡើងដល់កម្ពស់ត្រឹមកន្លះខ្លួនមនុស្សទោះបីជាល្បឿនសាងសង់របស់អាដេលឿនក៏ពិតមែនប៉ុន្តែការងារនេះនៅតែប្រើកម្លាំងកាយយ៉ាងខ្លាំងដូច្នេះអាដេរៀបចំសម្រាប់បន្តិចធ្វើការងារសាមញ្ញខ្លះដើម្បីបំបត្តិភាពនឿយហត់បន្ទាប់មកគាត់ទៅជីករណ្ដៅមួយហើយចាប់ផ្ដើមបង្កាត់ភ្លើងប្រើដីយ៉ាប់ដើម្បីលុញវត្ថុដីយ៉ាប់2 3សម្រាប់ខ្លួនឯងធ្វើបែបនេះរងចាំរហូតដល់ផ្ទះថ្មីរបស់គាត់បញ្ចប់ការសាងសង់គាត់នឹងអាចចម្អិនអាហារឆ្ងាញ់នៅខាងក្នុងបានបន្ទាប់ពីគាត់ធ្វើវត្ថុដីយ៉ាប់ទាំងនេះរួចពេលវេលាមួយថ្ងៃក៏បានកន្លងផុតទៅថ្ងៃទី2អាដេភ្ញាក់ពីព្រលឹមក៏បន្តចាប់ផ្ដើមធ្វើការពេលឃើញជញ្ជាំងកាន់តែខ្ពស់ឡើងគាត់ក៏ទន្ទឹងរង់ចាំផ្ទះថ្មីរបស់គាត់ខ្លាំងណាស់ដូច្នេះគាត់ពន្លឿនល្បឿនរបស់គាត់មិនដឹងខ្លួនសោះគាត់ក៏ដំឡើងចង្ក្រានកម្ដៅរួចរាល់ចុងក្រោយប្រើឥដ្ឋដីធំទាំងនេះបិទពីលើការសាងសង់ចង្ក្រានកម្ដៅនេះត្រូវបានចាត់ទុកថាបញ្ចប់ទាំងស្រុងពេលនេះអាដេបានបញ្ចប់ចង្ក្រានកម្ដៅហើយថ្ងៃបន្ទាប់អាចសាងសង់ជញ្ជាំងដោយស្ងប់ចិត្តបានហើយមកដល់ពេលនេះផ្ទះថ្មីរបស់អាដេត្រូវបានបញ្ចប់ជាមូលដ្ឋានជឿថាមិនយូរប៉ុន្មានទេអាដេនឹងអាចចូលទៅរស់នៅក្នុងផ្ទះថ្មីរបស់គាត់បានពេលវេលាកំពុងកន្លងផុតទៅបន្តិចម្ដងផ្ទះថ្មីរបស់អាដេក៏សាងសង់បានភាគច្រើនដែរបូករួមទាំងអាកាសធាតុថ្មីនេះគឺល្អខ្លាំងណាស់នេះធ្វើឲ្យអាដេអាចបន្តការសាងសង់ជារៀងរាល់ថ្ងៃប៉ុន្តែដោយគិតថារដូវរងាជិតមកដល់នៅពេលបន្ទាប់ពេលនេះអាដេត្រូវតែសាងសង់ចង្ក្រានកម្ដៅរបស់គាត់ឲ្យរួចរាល់ជាមុនសិននៅពេលដែលគាត់ជួបរាត្រីដ៏ត្រជាក់នៅថ្ងៃអនាគតអាចរក្សាសីតុណ្ហភាពនៅក្នុងផ្ទះរបស់គាត់បានជានិច្ចដោយសារអាដេមកកាន់ទីហោស្ថានដោយដៃទេខ្លួនឯងគ្មានសម្ភារៈសម្រាប់សាងសង់បំពង់ផ្សែងទេសំណាងល្អពេលនេះគាត់មានឥដ្ឋដី5មិនអស់ដូច្នេះគាត់ចាប់ផ្ដើមប្រើឥដ្ឋដីមកដំឡើងបំពង់ផ្សែងវិធីសាស្ត្រដំឡើងបំពង់ផ្សែងនេះគឺសាមញ្ញណាស់គ្រាន់តែនៅទីតាំងចង្ក្រានកម្ដៅដំឡើងជារាងដែលធ្វើឲ្យមនុស្សចង់អង្គុយបត់ជើងប៉ុន្តែដើម្បីការពារកុំឲ្យពោះខ្លួនឯងអាដេបានបិទគ្រោងឆ្អឹងបំពង់ផ្សែងយ៉ាងជិតហើយពង្រីកចង្ក្រានកម្ដៅនេះទៅខាងលើគ្រាន់តែឃើញរូបរាងបំពង់ផ្សែងរាងដូចចានបង្គន់នេះតើអ្នកចង់តែអង្គុយពីលើវាបាត់ទៅហើយមែនទេបន្ទាប់ពីគាត់សង់បំពង់ផ្សែងរួចរាល់ទីបំផុតអាដេអាចរុះរើដំបូលបណ្ដោះអាសន្ននេះចេញដោយស្ងប់ចិត្តរៀបចំភ្ជាប់បន្ទប់ទាំងពីររបស់គាត់ចូលគ្នាធ្វើបែបនេះយប់នេះគាត់អាចដេកក្នុងផ្ទះថ្មីរបស់គាត់បានហើយពេលអាដេរុះរើដំបូលរួចគាត់ក៏មិនភ្លេចរុះរើចង្ក្រានកម្ដៅបណ្ដោះអាសន្នដែលគាត់បានសង់ចេញដែរពិតជាមនុស្សប្រុសដែលបានថ្មីចោលចាស់មែនបន្ទាប់មកអាដេក៏រើអីវ៉ាន់ក្នុងផ្ទះចេញមកក្រៅទាំងអស់ចាប់ផ្ដើមសង់ជញ្ជាំងនៅចន្លោះបន្ទប់ទាំងពីរដោយសារតែពេលវេលាក្នុងមួយថ្ងៃមានកំណត់អាដេគិតថាយប់នេះគាត់ត្រូវការកន្លែងស្នាក់នៅដូច្នេះជញ្ជាំងមួយទាំងនេះគាត់មិនទាន់ប្រើដីឥដ្ឋភ្ជាប់វាបណ្ដោះអាសន្នសិនធ្វើបែបនេះអាចចំណេញពេលគាត់បានយ៉ាងច្រើនបន្ទាប់ពីជញ្ជាំងមួយទាំងនេះសង់រួចអាដេយកដំបូលដែលធ្លាប់ប្រើ3ដងរួចមកហើយមកប្រក់លើផ្ទះថ្មីរបស់គាត់ឥឡូវនេះទោះបីជាពេលនេះផ្ទះថ្មីអាដេមិនសូវធំក៏ពិតមែនប៉ុន្តែចង្ក្រានកម្ដៅដ៏ស្រស់ស្អាតនៅខាងក្នុងនេះធ្វើឲ្យអាដេគ្រាន់តែធ្វើរួចភ្លាមក៏យកប្រដាប់ប្រដាហូបចុកចេញមកចាប់ផ្ដើមបង្កាត់ភ្លើងក្នុងចង្ក្រានកម្ដៅថ្មីនេះពេលមេឃចាប់ផ្ដើមងឹតសីតុណ្ហភាពក្នុងផ្ទះតូចនេះក៏ចាប់ផ្ដើមកើនឡើងអាដេយ៉ាងពេញចិត្តក៏យកសណ្ដែកដែលខ្លួនមានបន្តិចបន្តួចចេញមកចាប់ផ្ដើមញ៉ាំអាហារពេលដំបូងសម្រាប់ថ្ងៃនេះព្រឹកថ្ងៃបន្ទាប់អាដេភ្ញាក់ពីព្រលឹមមានអារម្មណ៍ថានេះជាការគេងលក់ស្រួលបំផុតរបស់គាត់នៅទីហោស្ថានប៉ុន្តែដោយសារទំហំតូចពេកពេលអាដេគេងសំបីតែលាតជើងក៏មិនរួចដូច្នេះរឿងទី1ដែលគាត់ធ្វើពេលក្រោយពីគេងថ្ងៃនេះគឺការពង្រីកផ្ទះថ្មីរបស់ខ្លួនគាត់រៀបចំសង់ជញ្ជាំងមួយជាន់ទៀតនៅផ្នែកខាងក្រៅជញ្ជាំងដែលបានសង់ម្សិលមិញដោយសារក្នុង1ម៉ោងគាត់អាចរៀបអត្ថបានត្រឹមតែ8ដុំធ្វើការបែបនេះពេលយប់គាត់ក៏នៅតែមានកន្លែងសម្រាប់គេងពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃដែលញ៉ាំសណ្ដែកតែមួយចានជារៀងរាល់ថ្ងៃហើយនៅតែបន្តសង់ផ្ទះថ្មីរបស់គាត់មិនឈប់ក្រោមការតស៊ូមិនចុះចាញ់របស់គាត់ទីបំផុតជញ្ជាំងមួយផ្ទាំងនេះជិតរួចរាល់ហើយប៉ុន្តែដោយសារពេលវេលាក្នុងមួយថ្ងៃមានកំណត់ពេលយប់អាដេបានត្រឹមតែយកសម្បកស្រោមមកដណ្ដប់ដើម្បីការពារកុំឲ្យទឹកភ្លៀងនៅពេលយប់ទោះបីជារាល់ថ្ងៃឆ្លងកាត់ដោយលំបាកក៏ដោយប៉ុន្តែរាល់ពេលដែលបានឃើញផ្ទះថ្មីរបស់ខ្លួនអាដេនឹងកាន់តែខិតខំប្រឹងប្រែងដើម្បីបញ្ចប់វា
ពេលវេលាចេះតែកន្លងផុតទៅផ្ទះថ្មីរបស់អាដេជីទូទៅបានសង់រួចរាល់ហើយបន្ទាប់មកអាចចាប់ផ្ដើមប្រក់ដំបូលពិតប្រាកដបានហើយដូច្នេះលើកនេះគាត់ប្រើស្លឹកយូកាមកបានជាខ្សែពូជាច្រើនមុនសិនត្រៀមយកមកប្រក់ដំបូលថ្មីរបស់គាត់ប៉ុន្តែដោយគិតថាខ្លួនគ្មានសម្ភារៈដូច្នេះគាត់រកថ្មដែលមុតបន្តិចបំណងកាត់មែកឈើទាំងនេះដើម្បីសង់ដំបូលមែកឈើដែលគាត់រើសមកធ្វើដំបូលសុទ្ធតែធំគួរសមដូច្នេះគាត់បានត្រឹមតែដុតវាមុនសិនទើបបន្តយកថ្មមកកាត់ដំណើរការគឺស្មុគស្មាញជាងមុនច្រើនប៉ុន្តែដំបូលដែលសង់ចេញមកបែបនេះក៏អាចការពារសំណើមនិងការពុកផុយបានល្អជាងមុនដែររងចាំរហូតដល់អាដេប្រមូលសម្ភារៈបានគ្រប់គ្រាន់គាត់ក៏យកមែកឈើទាំងនេះមកកែច្នៃបន្ទាប់មកក៏ចាប់ផ្ដើមសង់ដំបូលផ្ទះថ្មីនេះដូច្នេះគាត់យកមែកឈើមួយដើមដែលធ្វើជាបង្គោលដំបូលផ្ទះថ្មីនេះបន្ទាប់មកប្រើខ្សែពូចង់មែកឈើភ្ជាប់ពីលើវាក៏បង្កើតបានជាគ្រោងឆ្អឹងដំបូលចុងក្រោយប្រើខ្សែវ៉ាលីដែលគាត់ចង់ទុករួចមកភ្ជាប់គ្រោងឆ្អឹងដំបូលថ្មីនេះក៏ចាត់ទុកថារួចរាល់ប៉ុន្តែអាដេមានអារម្មណ៍ថានៅមិនទាន់រឹងមាំគ្រប់គ្រាន់ទេក៏ប្រើមែកឈើមកចងភ្ជាប់នៅផ្នែកខាងក្រោមទៀតសម្រាប់ភាពរឹងមាំនៃដំបូលពេលនេះអាដេតោងពីលើក៏មិនខ្លាចធ្លាក់ដែរបន្ទាប់មកគាត់ទៅរកសម្បកស្រកខ្លះយកវាមកត្បាញនិងចងភ្ជាប់ដើម្បីបិទដំបូលពេលនេះការសាងសង់ផ្ទះថ្មីត្រូវបានបញ្ចប់ប្រសិនបើឲ្យជំរកបែបនេះទៅអ្នកតើអ្នកអាចរស់នៅទីហោស្ថានដោយដៃទេបានយូរប៉ុណ្ណារដូវរងាកំពុងឈានចូលមកដល់បន្តិចម្ដងថ្មីនេះអាកាសធាតុចាប់ផ្ដើមចុះត្រជាក់សំណាងល្អផ្ទះថ្មីរបស់អាដេធ្វើរួចរាល់មានចង្ក្រានកម្ដៅក្នុងផ្ទះថ្មីគាត់នៅក្នុងផ្ទះមិនមានអារម្មណ៍ថាត្រជាក់តតែសោះប៉ុន្តែដោយសារមួយរយៈនេះរវល់តែសង់ផ្ទះអាដេសំបីតែពុកចង្ការក៏គ្មានពេលកោដែរដើម្បីស្ដារភាពសង្ហារបស់ខ្លួនឡើងវិញគាត់យកថ្មភ្នំភ្លើង Obsidian ដែលគាត់រើបានកាលពី2ថ្ងៃមុនត្រៀមយកថ្មនេះមកកោពុកចង្ការប៉ុន្តែរូបរាងវារៀងពិបាកកាន់បន្តិចមុននឹងយកមកប្រើអាដេរុំស្បែកសត្វមួយជាន់ពីក្រៅថ្មដើម្បីការពារកុំឲ្យមុតដៃដោយសារថ្មប្រភេទនេះមានមុខមុតខ្លាំងណាស់កាំបិតវះកាត់ជាច្រើនក៏ធ្វើពីសារធាតុនេះដែរមិនយូរប៉ុន្មានអាដេក៏ទទួលបានថ្មដ៏មុតមួយដើម្បីការពារកុំឲ្យមុតស្បែកខ្លួនឯងអាដេដាំទឹកមួយកំសៀវក្នុងចង្ក្រានកម្ដៅប្រមូលស្លឹកយូកាជាច្រើននៅមុខផ្ទះបុកវាឲ្យម៉ត់រួចដាក់ចូលក្នុងទឹកដែលដាំពុះលាបវានៅលើមុខរបស់គាត់ធ្វើបែបនេះអាចបង្កើតជាពុះតូចបានខ្លះពេលនេះក៏ពុកចង្ការទៅលេងខ្លាចមុតទៀតហើយប៉ុន្តែមួយរយៈនេះគាត់រវល់តែសង់ផ្ទះទើបគាត់គ្មានពេលស្វែងរកអាហារសោះពេលនេះអាដេមានផ្ទះថ្មីហើយគាត់អាចរកអាហារទុកសម្រាប់រដូវរងាដោយស្ងប់ចិត្តប៉ុន្តែនៅជុំវិញនេះគ្មានសត្វព្រៃអីសោះប្រសិនបើចង់បំពេញប្រូតេអ៊ីននៅទីហោស្ថាននេះការចាប់ត្រីគឺជាជម្រើសដ៏ល្អបំផុតដូច្នេះអាដេយកមែកសមុទ្រ Willow ដែលប្រមូលទុកមកដើម្បីធ្វើទ្រង់ចាប់ត្រីមួយវិធីត្បាញទ្រង់ចាប់ត្រីនេះសាមញ្ញណាស់គ្រាន់តែធ្វើតាមក្បួនមិនយូរប៉ុន្មានអាដេទទួលបានគ្រោងទ្រង់ចាប់ត្រីហើយបន្ទាប់មកប្រើខ្សែពូដែលគាត់ត្បាញមកចងភ្ជាប់ការធ្វើទ្រង់ចាប់ត្រីជាមូលដ្ឋានចាត់ទុកថារួចរាល់ចុងក្រោយគ្រាន់តែចងវាចូលគ្នាក៏អាចយកទៅចាប់ត្រីនៅមាត់ទន្លេបានហើយពេលគាត់ទៅដល់ទន្លេក្បែរនោះគាត់ក៏ដាក់ទ្រង់ចាប់ត្រីនៅកណ្ដាលទន្លេតែម្ដងពេលអាដេរៀបចំទ្រង់ចាប់ត្រីរួចគាត់រៀបចំងូតទឹកនៅទីនេះតែម្ដងព្រោះរដូវរងាជិតមកដល់ហើយងូតទឹកពេលនេះរដូវរងាមិនបាច់ងូតក៏បានបន្ទាប់ពីមានអារម្មណ៍ថាស្រស់ស្រាយហើយអាដេក៏ត្រឡប់ទៅផ្ទះវិញដោយការពេញចិត្តពេលដល់ពេលល្ងាចអាដេក៏មានអារម្មណ៍ថាអាកាសធាតុកាន់តែត្រជាក់ទៅដើម្បីយប់នេះគាត់អាចគេងលក់ស្រួលនៅត្រង់មាត់ទ្វារគាត់យកឥដ្ឋដីដែលនៅសល់មកបិទវាឲ្យជិតព្រោះពេលនេះគាត់មិនទាន់មានសម្ភារៈធ្វើទ្វារទេធ្វើបែបនេះអាចការពារបានយ៉ាងល្អមិនឲ្យខ្យល់បក់ចូលផ្ទះថ្មីរបស់គាត់បន្ទាប់ពីគាត់ធ្វើរួចរាល់ទីបំផុតអាដេអាចគេងសម្រាកដោយស្ងប់ចិត្តលុះដល់ព្រឹកថ្ងៃបន្ទាប់មេឃក៏ចាប់ផ្ដើមធ្លាក់ព្រើមើលទៅដឹងតែអាដេមកពីទីក្រុងជាប់សមុទ្រហើយគាត់ដែលមិនធ្លាប់ឃើញព្រើសូម្បីតែអាវក៏មិនពាក់រត់ចេញមកមើលទេសភាពព្រើនេះចង់តែលុញដុំព្រើលេងភ្លាមពេលព្រើរងជាបណ្ដោះអាសន្នអាដេរៀបចំធ្វើទ្វារមួយសម្រាប់ខ្លួនឯងប៉ុន្តែគាត់រកយ៉ាងយូរក៏រកមិនបានសម្ភារៈស័ក្តិសមសោះពេលនោះព្រើក៏ធ្លាក់កាន់តែខ្លាំងអាដេគ្មានជម្រើសក្រៅពីត្រឡប់ទៅពួនក្នុងផ្ទះវិញដោយសារប៉ុន្មានថ្ងៃនេះព្រើបន្តធ្លាក់ជាប់គ្នាគាត់គ្មានជម្រើសក្រៅពីពួនសម្រាប់ក្នុងផ្ទះពេលគាត់ចេញមកក្រៅម្ដងទៀតព្រើបានគ្រប់ដណ្ដប់បរិវេណជុំវិញអស់ទៅហើយប៉ុន្តែអស់នៅក្នុងផ្ទះអាដេក៏នៅសល់មិនច្រើនដែរដូច្នេះគាត់គ្មានជម្រើសក្រៅពីពាក់ស្បែកជើងផ្ទាត់ចេញមកក្រៅចាប់ផ្ដើមប្រមូលអស់ខ្លះយកទៅក្នុងផ្ទះវិញដើម្បីបន្តបង្កាត់ភ្លើងក្នុងចង្ក្រានឆ្លងកាត់រដូវរងាដ៏លំបាកនេះព្រឹកនេះអាដេភ្ញាក់ឡើងទីបំផុតក៏អាចចេញមករកអាហារបានហើយទោះបីជាត្រូវជាប់ឃុំពេញមួយរដូវរងាក៏ដោយប៉ុន្តែរាងកាយរបស់អាដេមិនបានថត់អាក្រក់មើលទេហើយថ្ងៃនេះសំណាងរបស់គាត់ក៏ល្អខ្លាំងណាស់ដែរគ្រាន់តែដើរចេញពីផ្ទះភ្លាមក៏ប្រទះឃើញដើម Desert Rhubarb នេះគឺជាអស្ថបុរាណដ៏កម្រមួយមិនត្រឹមតែមានប្រសិទ្ធភាពបន្សាបជាតិពុលនិងកាត់បន្ថយកម្ដៅថែមទាំងអាចយកមកព្យាបាលជំងឺឆ្លងផ្សេងបានទៀតផងដូច្នេះអាដេញ៉ាំវាដោយសេចក្តីស្ងប់ចិត្តបំផុតរសជាតិស្រួយនិងមានក្លិនឈ្ងុយក៏ធ្វើឲ្យអាដេញ៉ាំយ៉ាងឆ្ងាញ់ពិសាដែរបន្ទាប់ពីញ៉ាំឆ្អែតហើយអាដេក៏បន្តទៅប្រមូលសម្ភារៈនៅក្បែរនោះអាកាសធាតុដើមរដូវផ្ការីកធ្វើឲ្យមនុស្សមានកម្លាំងធ្វើការណាស់ដូច្នេះគាត់រៀនសូត្រពីបទពិសោធន៍កន្លងមកចាប់ផ្ដើមប្រមូលសម្ភារៈសម្រាប់ធ្វើទ្វារដើម្បីកុំឲ្យគាត់ជួបការលំបាកទៀតនៅរដូវរងាក្រោយបន្ទាប់មកអាដេបានប្រមូល Make Desert Willow ខ្លះកាច់វាឲ្យកោងដើម្បីធ្វើជាគ្រោងសម្រាប់ភ្ជាប់ទ្វារបន្ទាប់មកយកសម្ភារៈចាស់ដែលជាសម្បកឈើមកចាប់ផ្ដើមត្បាញជាទ្វារផ្ទះថ្មីរបស់គាត់រួមផ្សំជាមួយនឹងខ្សែពូជាច្រើនដែលអាដេបានធ្វើពីមុនមកការធ្វើទ្វារនេះចាត់ទុកថាងាយស្រួលគួរសមទោះបីជាមើលទៅមិនសូវរក្សាកម្ដៅបានល្អប៉ុន្តែទ្វារបែបនេះមានទម្ងន់ស្រាលយ៉ាងហោចណាស់ក៏ងាយស្រួលជាងការលើកឥដ្ឋដីចេញចូលញឹកញាប់ដែរពេលធ្វើទ្វាររួចរាល់អាដេមដល់កន្លែងដែលគាត់ធ្លាប់ជីកដីកន្លែងនេះពេលនេះត្រូវបានគាត់ជីកចេញជារូបរាងទៅហើយចៃដន្យអាដេក៏មិនទាន់ធ្វើទល់នឹងកើតអីដែរនេះក៏ចាត់ទុកថាជាកន្លែងធ្វើការធម្មជាតិមួយដែរដូច្នេះអាដេដែលមានបំណងរស់នៅទីនេះមួយជីវិតចាប់ផ្ដើមធ្វើឧបករណ៍ដីយ៉ាប់បន្ថែមទៀតសម្រាប់ខ្លួនឯងដើម្បីបង្កើនសន្ទុះសុភមង្គលក្នុងការរស់នៅទីហោស្ថានរបស់គាត់គុំឃើញអាដេជាបុរសមានសាច់ដុំធំប៉ុន្តែរាល់ពេលដែលគាត់ចាប់ផ្ដើមលេងដីយ៉ាប់ពាក្យថាភាពទន់ភ្លន់គឺស័ក្តិសមបំផុតសម្រាប់អាដេ
ពេលអាដេធ្វើឧបករណ៍ដេយ៉ាត់រួចរាល់ដោយសារត្រូវរងចាំឲ្យដេយ៉ាត់ស្ងួតអាដេក៏ចៃដន្យអត់មានការងារត្រូវធ្វើនៅផ្ទះរងចាំដល់ថ្ងៃទី2ទើបត្រឡប់មកទីនេះដើម្បីបន្តការងារដូច្នេះគាត់យកឧបករណ៍ដេយ៉ាត់ដែលស្ងួតហើយយកទៅដាក់ក្នុងរណ្ដៅភ្លើងដែលគាត់តែងតែដុតឧបករណ៍ដេយ៉ាត់ហើយក្នុងអំឡុងពេលរងចាំអាដេគិតថាអាហារក្នុងផ្ទះនៅសល់មិនច្រើនទេដូច្នេះគាត់ក៏យកទ្រង់ចាប់ត្រីដែលជាម្ចាស់របស់គាត់មកអូនេះម្ដងទៀតដើម្បីសាកល្បងសំណាងតាមរូបភាពពីកាមេរ៉ាអាចមើលឃើញថាត្រីនៅក្នុងអូនេះមានច្រើនណាស់ដូច្នេះថ្ងៃនេះអាដេមានទំនុកចិត្តខ្លាំងណាស់មានអារម្មណ៍ថាថ្ងៃនេះគាត់ច្បាស់ជាបានញ៉ាំឆ្អែតមិនខានដូច្នេះគាត់ក៏ដាក់ទ្រង់ចាប់ត្រីនៅកណ្ដាលអូក្នុងអំឡុងពេលរងចាំឆ្លៀតឱកាសទៅងូតទឹកត្រជាក់មួយនៅឆ្ងាយពីទ្រង់ចាប់ត្រីបន្តិចនៅទីនេះឲ្យត្រជាក់ខ្លួនពេលគាត់ងូតទឹករួចគាត់ក៏ប្រញាប់មកមើលយ៉ាងអន្ទះសារដោយការរំពឹងទុកលើកនេះអាដេនៅតែមិនទទួលបានអ្វីសោះពេលនេះគាត់ពិតជាខកចិត្តណាស់ហើយអ្វីបានជាទ្រង់ចាប់ត្រីរបស់គាត់មិនដែលចាប់ត្រីបានសោះដូច្នេះគាត់ក៏សម្រេចចិត្តចុះចាប់តតែម្ដងចាប់ផ្ដើមបង្ហាញសមត្ថភាពនៅអូនេះប៉ុន្តែលទ្ធផលច្បាស់ណាស់គឺបរាជ័យទៀតហើយចាប់តាំងយូរទើបចាប់បានកូនក្អុកមួយក្បាលពេលនេះអាដេក៏ដឹងខ្លួនថាគ្រាន់តែប្រើកម្លាំងបាយច្បាស់ជាមិនបានការទេដូច្នេះគាត់គ្មានជំរឿក្រៅពីបោះបង់វិធីសាស្ត្រដ៏ព្រៃផ្សៃនេះយកសន្ទូចដែលខ្លួនធ្វើដោយដៃចេញមកចាប់ផ្ដើមស្ទូចបែបលឿជាលទ្ធផលក្រោមការខិតខំប្រឹងប្រែងអស់រយៈពេល3ម៉ោងរបស់គាត់ទីបំផុតក៏ទទួលបានត្រីទី1អាដេត្រេកអរយ៉ាងខ្លាំងហើយបង្កាត់ភ្លើងភ្លាមចាប់ផ្ដើមញ៉ាំអាហារតែមួយគត់របស់គាត់ក្នុងប៉ុន្មានថ្ងៃនេះស្របពេលដែលរដូវការីបានមកដល់ធម្មជាតិលូតលាស់អាដេក៏បញ្ចប់ជីវិតដ៏សោះក្រោះរបស់គាត់ដែរមានបំណងប្រើអាកាសធាតុល្អនេះដើម្បីដាំបន្លែផ្លែឈើខ្លះសម្រាប់ខ្លួនឯងដើម្បីបំពេញសារធាតុចិញ្ចឹមដែលរាងកាយគាត់ត្រូវការជៀសវាងមិនឲ្យរាងដ៏ល្អឥតខ្ចោះរបស់គាត់ត្រូវខូចខាតដូច្នេះគាត់ចាប់ផ្ដើមសម្អាតភេទធ្យូងក្នុងចង្ក្រានកម្ដៅមុនសិននេះគឺជាជីធម្មជាតិដ៏ល្អបំផុតយ៉ាងណាមិញអាដេនៅទីនេះជារឿញញ៉ាំមិនសូវឆ្អែតទេការផលិតជីដោយខ្លួនឯងច្បាស់ជាមិនសូវងាយស្រួលទេប៉ុន្តែការយកភេទធ្យូងទាំងនេះមកលាយជាមួយដីក៏អាចបង្កើតបានជាជីដ៏ល្អឥតខ្ចោះមួយទោះបីជាដំណើរការផលិតវារៀងស្មុគស្មាញបន្តិចក៏ពិតមែនប៉ុន្តែសម្រាប់អាដេដែលរស់នៅទីហោស្ថានអ្វីដែលសំខាន់បំផុតគឺពាក្យថាទំនេរគឺមានពេលច្រើនសល់សម្រាប់ការធ្វើការងាររាយរងទាំងនេះបន្ទាប់ពីអាដេធ្វើរួចរាល់ហើយគ្រាន់តែថ្ងៃក្រោយដើរប្រមូលកូនរុក្ខជាតិល្អខ្លះមកក៏អាចសម្រេចបំណងមានបន្លែផ្លែឈើញ៉ាំដោយសេរីនៅទីហោស្ថានដើម្បីសាកល្បងមើលថាជីនេះមានប្រសិទ្ធភាពដែរឬទេអាដេយកដើមពោតដែលគាត់ធ្លាប់ដាំពីមុនមកដាក់នៅលើដីនេះដើម្បីផ្ដល់កម្លាំងឲ្យវាដុះលូតលាស់ឡើងចំណែកឯអាដេដែលមិនមានអ្វីធ្វើនៅពេលបន្ទាប់មានបំណងឆ្លៀតឱកាសអាកាសធាតុកក់ក្ដៅនាដើមរដូវការីរៀបចំជួសជុលជំរករបស់គាត់ឡើងវិញបន្តិចដោយសារដំបូលរបស់គាត់មានរចនាសម្ព័ន្ធពីសំបកឈើការរុះរើគឺងាយស្រួលគួរសមទោះបីជាថ្ងៃក្រោយគាត់ចង់កែលម្អជំរកនេះយ៉ាងណាក៏ដោយក៏មើលទៅមិនសូវពិបាកខ្លាំងដែរបន្ទាប់ពីអាដេរុះរើដំបូលសំបកឈើចេញទាំងស្រុងហើយគាត់គិតថាកម្ពស់ក្នុងផ្ទះរបស់គាត់នៅទីពេកសូម្បីតែក្រុងឆ្អឹងដំបូលទាំងមូលក៏ត្រូវការរុះរើចេញដែរសំណាងល្អដែលវាសុទ្ធតែចង់ដោយខ្សែពួរការរុះរើគឺងាយស្រួលណាស់បន្ទាប់មកអាដេយកកាត់ដីដែលគាត់បានធ្វើទុកពេលទំនេរចេញមកចាប់ផ្ដើមបន្ថែមដំពូជជំរករបស់គាត់ធ្វើបែបនេះថ្ងៃក្រោយទោះបីជាមានសិស្សវិទ្យាល័យកម្ពស់ 1.80 ម៉ែត្រមកលេងក៏ដោយក៏មិនបាច់អោនក្នុងរហូតមើលទៅគួរឲ្យអាណិតពេកដែរហើយនៅក្នុងដំណើរការកែលម្អលើកនេះអាដេថែមទាំងឆ្លៀតទុកចន្លោះបង្អួចសម្រាប់ផ្ទះថ្មីរបស់គាត់ទៀតផងដើម្បីឲ្យផ្ទះថ្មីរបស់គាត់មានពន្លឺគ្រប់គ្រាន់ធ្វើឲ្យអ្នករស់នៅមិនសូវមានអារម្មណ៍តឹងតែងក្រោមសកម្មភាពដ៏ស្ទាត់ជំនាញរបស់អាដេកម្ពស់ជំរកបានឡើងដល់ស្មារបស់គាត់ទៅហើយបន្ទាប់មកគ្រាន់តែប្រក់ដំបូលឡើងវិញអាដេប្រកាសជាអាចរស់នៅទីនេះរហូតដល់ចាស់ស្លាប់មិនខានដើម្បីរក្សាអាយុកាលប្រើប្រាស់នៃគ្រោងឆ្អឹងដំបូលលើកនេះអាដេថែមទាំងយកឈើទាំងនេះទៅដុតកម្ដៅ carbonize ទៀតផងដើម្បីប្រកាសថាគ្រោងឆ្អឹងដំបូលអាចការពារសត្វល្អិតនិងការពុកផុយបានបន្ទាប់មកចងខ្សែពួរតាមរបៀបដែលគាត់ធ្លាប់ធ្វើគ្រោងឆ្អឹងមូលដ្ឋាននៃដំបូលត្រូវបានចាត់ទុកថាសង់រួចរាល់ចុងក្រោយប្រើសំបកឈើមកបិទបំពេញមួយជាន់ទៀតផ្ទះថ្មីរបស់អាដេត្រូវបានចាត់ទុកថាជួសជុលរួចរាល់ជាស្ថាពរពេលនេះការកែលម្អផ្ទះថ្មីត្រូវបានបញ្ចប់ទីបំផុតអាដេអាចអញ្ជើញមិត្តភ័ក្តិមកលេងបានហើយមិត្តភ័ក្តិរបស់គាត់ដើម្បីបង្កើតបរិយាកាសនៃការរស់រានមានជីវិតឲ្យកាន់តែរស់រវើកផ្លាស់ប្ដូរការស្លៀកពាក់ដូចអាដេដែរហើយការមកទីនេះរបស់គាត់ក៏មិនភ្លេចយកកាដូដែរគាត់យកសាច់ឆ្អើរដែលគាត់ប្រឡាក់ខ្លួនឯងមកឲ្យអាដេតែម្ដងធ្វើបែបនេះខ្លួនគាត់ក៏អាចឆ្លៀតញ៉ាំបានខ្លះដែរពិតជាការរកស៊ីដែលមិនខាតដាំមែនប៉ុន្តែអាដេប្រកាសជាមានល្បិចក្នុងចិត្តរបស់គាត់ដែរដំបូងគឺទៅប្រមូលភេទធ្យូងខ្លះដោយយកលេសថាចេញទៅក្រៅដើម្បីផលិតជីទុកឲ្យមិត្តភ័ក្តិជួយធ្វើឧបករណ៍ដេកឥដ្ឋនៅក្នុងផ្ទះយ៉ាងណាមិញការប្រើប្រាស់ឆ្នាំងចានស្លាប់រីរួមគ្នាមិនសូវមានអនាម័យទេការធ្វើថ្មីឡើងវិញប្រកាសណាស់គឺជាជម្រើសដ៏ល្អបំផុតហើយមិត្តភ័ក្តិរបស់គាត់ដែលធ្វើការងារនេះជាលើកដំបូងក៏មិនមានការបង្ហាញភាពប្រញ៉េញ៉ៃអ្វីដែរធម្មតាប្រកាសជាមើលវីដេអូរបស់អាដេមិនតិចទេទម្រាំតែមិត្តភ័ក្តិរបស់គាត់ធ្វើវារួចរាល់ដោយលំបាកការងារចាប់ត្រីរបស់អាដេក៏ត្រូវបានបញ្ចប់ដែរដូច្នេះគាត់ក៏នាំមិត្តភ័ក្តិទៅដងទឹកដើម្បីបំពេញបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេនៅពេលដែលមេឃចាប់ផ្ដើមងឹតបន្តិចម្ដងដោយសារអាដេខ្លួនឯងជាធម្មតាមិនញ៉ាំបាយយប់ទេដូច្នេះក៏បណ្ដោយឲ្យមិត្តភ័ក្តិអត់ឃ្លានជាមួយគ្នាហើយថែមទាំងឆ្លៀតឲ្យមិត្តភ័ក្តិទៅពុះអស់ខ្លះទៀតផងគេងបាយក្នុងដាក់គ្នាក្នុងរាត្រីទី1នៃការរស់នៅជាមួយគ្នាកាលពីពេលថ្មីនេះផ្ទះរបស់អាដេត្រូវបានកែលម្អរួចរាល់គាត់ក៏បាននាំមិត្តភ័ក្តិមកស្នាក់នៅជាលើកដំបូងដែរជាមួយនឹងការនៅកំដរគ្នាទាំងយប់ទាំងថ្ងៃទំនាក់ទំនងរបស់ពួកគេក៏កាន់តែល្អប្រសើរឡើងបន្តិចម្ដងមិត្តភ័ក្តិរបស់គាត់ហាក់ដូចជាចង់តែនៅទីនេះមិនព្រមទៅណាទេដូច្នេះអាដេក៏នាំគាត់ទៅរកអ្វីធ្វើជាមួយគ្នាបន្ទាប់មកពួកគេក៏យកឧបករណ៍ដេកឥដ្ឋដែលធ្វើការពី2ថ្ងៃមុនចេញមកយកមកកាន់កន្លែងដែលអាដេធ្លាប់ស្គាល់បំផុតនេះពួកគេទាំងពីររៀបចំយកឧបករណ៍ដេកឥដ្ឋដែលធ្វើរួចនេះទៅដុតប៉ុន្តែដើម្បីការពារកុំឲ្យឧបករណ៍ដេកឥដ្ឋទាំងនេះប្រេះលើកនេះអាដេថែមទាំងទៅប្រមូលភេទធ្យូងខ្លះមកទៀតលីវីចូលទៅក្នុងដេកឥដ្ឋដែលបានធ្វើរួចរាល់នេះបន្ទាប់ពីពួកគេដាក់ឧបករណ៍ដេកឥដ្ឋចូលទៅក្នុងរណ្ដៅភ្លើងហើយអាដេគិតថាពេលនេះមានអ្នកជួយធ្វើការដោយឥតគិតថ្លៃហើយដូច្នេះក៏យកខ្សែវ៉ាលីដែលគាត់ធ្លាប់ប្រមូលពីមុនមកបង្រៀនមិត្តភ័ក្តិត្បាញ
បាញ់កន្ត្រកដើម្បីឲ្យសម្ភារៈប្រើប្រាស់ក្នុងការរស់នៅទីហោស្ថានរបស់គាត់កាន់តែមានគ្រប់សពហើយបន្ទាប់ពីគាត់បង្រៀនមិត្តភក្តិរួចគាត់ក៏រត់ទៅមាត់ទ្វារដើម្បីពិនិត្យមើលស្ថានភាពនៃការដុតឧបករណ៍នេះឯងអាដេក៏ឆ្លៀតឱកាសនេះដើម្បីលួចសម្រាកនៅខាងក្រៅពី3ម៉ោងទើបដាច់ចិត្តត្រឡប់ចូលក្នុងផ្ទះវិញដើម្បីពិនិត្យមើលនឹកស្មានមិនដល់ថាមិត្តភក្តិរបស់គាត់ពិតជារៀនសោះមិនចេះមែនអស់ប៉ុន្មានម៉ោងកន្ត្រកនេះនៅតែរក្សារូបរាងដើមដដែលដូច្នេះអាដេគ្មានជំរឿក្រៅពីបោះបង់គំនិតនេះនាំមិត្តភក្តិរបស់ខ្លួនទៅស្ទូចត្រីនៅក្បែរនោះដើម្បីមើលថាតើមិត្តភក្តិមានសំណាងដូចស្ដេចអឺរ៉ុបដែរឬទេដូច្នេះអាដេក៏ធ្វើសន្ទូចមួយឲ្យមិត្តភក្តិដែរពួកគេទាំងពីរចាប់ផ្ដើមស្ទូចត្រីបែបលឿនប៉ុន្តែនឹកស្មានមិនដល់ថាពេលកន្លងផុតទៅ2ម៉ោងពួកគេនៅតែមិនទទួលបានអ្វីសោះដោយឃើញថាទឹកនៅទីនេះមិនសូវជ្រៅមិត្តភក្តិរបស់អាដេក៏យកបន្ទះផ្សេងមកប្រើតែម្ដងធ្វើជាលំពែងចាក់ត្រីមួយមានបំណងប្រើលំពែងដែលធ្វើដោយខ្លួនឯងនេះដើម្បីចាប់ត្រីបន្ទាប់មកមិត្តភក្តិក៏ប្រែខ្លួនជាអាក័រមែនប្រចាំតំបន់នេះបញ្ចេញក្បាច់យ៉ាងអស្ចារ្យដូចសត្វខ្លាតែបើមើលលទ្ធផលវិញគឺ0.5ទោះបីជាពួកគេមិនទាន់ទទួលបានអ្វីជាបណ្ដោះអាសន្នក៏ដោយប៉ុន្តែមិត្តភក្តិរបស់អាដេប្រកាន់ខ្ជាប់នូវជំនឿថាការតស៊ូនឹងនាំមកនូវភាពជោគជ័យទីបំផុតក្រោមការខិតខំប្រឹងប្រែងមិនបោះបង់របស់គាត់ក៏ចាប់បានត្រីអណ្ដែងមួយក្បាលប៉ុន្តែត្រីមួយក្បាលនេះមិនគ្រប់គ្រាន់សម្រាប់បុរសមានធំពីរនាក់នេះប្រើប្រាស់ទេដូច្នេះមិត្តភក្តិរបស់អាដេក៏កាន់លំពែងចាក់ត្រីម្ដងទៀតប៉ុន្តែខិតខំអស់ជាច្រើនម៉ោងទៀតក៏នៅតែមិនទទួលបានអ្វីសោះឃើញថាមេឃជិតងឹតហើយពួកគេទាំងពីរគ្មានជំរឿអ្វីក្រៅពីងូតទឹកនៅទីនេះសិនពេលត្រឡប់មកផ្ទះវិញពួកគេទាំងពីរចង់ប្រើត្រីមួយក្បាលនេះដើម្បីត្រឡប់មកផ្ទះវិញអាដេក៏មានការអាណិតអាសូរដល់មិត្តសម្លាញ់ណាស់ថ្ងៃនេះគាត់ខំប្រឹងចាប់ត្រីដើម្បីគាត់យ៉ាងនេះដូច្នេះក៏យកស្រាដែលគាត់លាក់ទុកច្រើនឆ្នាំចេញមកភ្លាមចាប់ផ្ដើមញ៉ាំស្រាជាមួយមិត្តភក្តិបន្តិចបន្តួចប៉ុន្តែរាល់ការជួបជុំតែងតែមានថ្ងៃបែកគ្នាជានិច្ចព្រឹកថ្ងៃបន្ទាប់មិត្តភក្តិរបស់អាដេក៏បានចាក់ចេញទៅតាំងពីព្រលឹមមុនពេលទៅគាត់ថែមទាំងបានទិញសាច់ស្រស់មួយដុំទុកឲ្យអាដេទៀតផងនេះធ្វើឲ្យអាដេរំភើបចិត្តយ៉ាងខ្លាំងប្រញាប់ទៅទាញចង្កេះPhilips 200ដងដើម្បីអបអរសាទរបន្ទាប់មកប្រើកាំបិតថ្មដែលគាត់ធ្លាប់ប្រើចាប់ផ្ដើមកាត់សាច់មួយដុំធំនោះព្រោះយ៉ាងណាមិញគាត់រស់នៅទីហោស្ថានធនធាននៅក្បែរនេះមិនសូវសម្បូរស្រាប់ទៅហើយដូច្នេះអាដេមានបំណងកាត់វារួចហើយធ្វើជាសាច់ឆ្អើរធ្វើបែបនេះទោះបីជាទុកយូរប៉ុណ្ណាក៏នៅតែអាចញ៉ាំបានដែរបន្ទាប់មកអាដេបានបែងចែកសាច់ជាចំណែកស្មើគ្នាដោតវាបញ្ជូរគ្នាហើយដាក់អាំងនៅក្នុងបំពង់ផ្សែងនៃចង្ក្រានកម្ដៅបន្ទាប់មកទៀតគ្រាន់តែបន្តបង្កាត់ភ្លើងក្នុងចង្ក្រានកម្ដៅរងចាំរយៈពេល2ម៉ោងកន្លះក៏អាចចាប់ផ្ដើមភ្លក់សាច់ឆ្អើរដែលគាត់ធ្វើដោយខ្លួនឯងបានហើយពេលវេលាកន្លងផុតទៅបន្តិចម្ដងអាដេក៏ជិតដល់ថ្ងៃកំណើតគម្រប់50ឆ្នាំរបស់គាត់ដែរគាត់រៀបចំកម្មវិធីមួយឲ្យខ្លួនឯងយ៉ាងក្រឹកក្រែងដូច្នេះព្រឹកនេះពេលគាត់ភ្ញាក់ឡើងគាត់ក៏យកកន្ត្រកពណ៌ខៀវតូចរបស់គាត់មកដល់ដើមឈើរីនៅក្បែរនេះដើម្បីបេះផ្លែខ្លះបំណងយកទៅផ្ទះដើម្បីអបអរសាទរចៃដន្យឲ្យពេលនេះជារដូវឈើរីចុងរដូវឈើរីនៅពេលនេះដុះធំនិងមានពណ៌ក្រហមឆ្អៅល្អណាស់អាដេក៏មិនស្ទាក់ស្ទើរក្នុងការប្រមូលវាយ៉ាងច្រើនដែររងចាំរហូតដល់គាត់ប្រមូលបានច្រើនហើយដោយសារគាត់រស់នៅតែម្នាក់ឯងរហូតមកថ្ងៃកំណើតដែលចូលមកដល់ភ្លាមនេះធ្វើឲ្យអាដេមិនអាចជៀសផុតពីអារម្មណ៍ឯកាបន្តិចបន្តួចបានទេដូច្នេះគាត់ជ្រើសរើសទៅប្រមូលដេយ៉ាត់ខ្លះត្រៀមរៀនពីរបៀបប្រារព្ធថ្ងៃកំណើតរបស់ជនជាតិមិចស៊ីកមានបំណងប្រើដេយ៉ាត់ដើម្បីធ្វើពីញាតាភារៈមួយពីញាតាគឺជារបស់ដែលមានរាងមូលរៀងរាល់ថ្ងៃកំណើតជនជាតិមិចស៊ីកតែងតែដាក់កាដូផ្សេងចូលទៅក្នុងពីញាតាធ្វើបែបនេះមិនត្រឹមតែអាចលើកកម្ពស់បរិយាកាសថ្ងៃកំណើតបានទេថែមទាំងមានអារម្មណ៍ថាកាដូធ្លាក់ពីលើមេឃមកអញ្ចឹងដូច្នេះអាដេយកដេយ៉ាត់ដែលគាត់ប្រមូលបានយកមកលុញជារៀងកន្លះរង្វង់ដោយសារមានបទពិសោធន៍ក្នុងការធ្វើឆ្នាំងចានស្លាបព្រាផ្សេងរួចមកហើយការងារនេះសម្រាប់អាដេគឺងាយស្រួលគួរសមហើយឆ្លៀតពេលដែលដេយ៉ាត់កំពុងស្ងួតអាដេក៏មកក្បែរនោះប្រមូលផ្លែប្រទាលដំបងយ៉ាក់ដែលជាចំណីអាហារដែលគាត់ចូលចិត្តបំផុតមានបំណងដាក់វានៅក្នុងពីញាតាដើម្បីធ្វើជាការភ្ញាក់ផ្អើលមួយសម្រាប់ខ្លួនឯងបន្ទាប់ពីគាត់ប្រមូលរួចរាល់មេឃក៏ចាប់ផ្ដើមងឹតបន្តិចម្ដងពេលយប់ត្រឡប់ទៅវិញអាដេក៏មិនបានសម្រាកដែរតែគាត់បែរជាធ្វើពីញាតាពាក់កណ្ដាលទៀតឲ្យរួចរាល់នៅពេលមួយថ្ងៃបានកន្លងផុតទៅព្រឹកថ្ងៃបន្ទាប់ពីញាតានេះត្រូវបានធ្វើចេញជារូបរាងហើយអាដេក៏យកវាទៅហាលក្រោមពន្លឺព្រះអាទិត្យដោយស្ងប់ចិត្តហាលឲ្យក្តៅខ្លាំងឆ្លៀតក្នុងអំឡុងពេលនេះគាត់ក៏ទៅប្រមូលគ្រាប់អុកអេខុនខ្លះមានបំណងប្រើគ្រឿងផ្សំប្រភេទនេះដើម្បីធ្វើម្សៅជាដំបូងជំហានទី1គឺត្រូវបុកវាឲ្យម៉ត់នៅពេលដែលគ្រាប់អុកទាំងនេះคล้ายជាម្សៅហើយអាដេត្រូវតែចម្រោះយកសារធាតុមួយឈ្មោះថា tannin tannin ចេញសារធាតុនេះគឺល្វីងខ្លាំងណាស់ហើយមានជាតិប៉ូទៀតផងដូច្នេះដំណាក់កាលនេះគឺពិតជាចាំបាច់ណាស់បន្ទាប់មកអាដេដាក់គ្រាប់អុកដែលបុកម៉ត់ហើយចូលទៅក្នុងកន្ត្រកប្រើទឹកដើម្បីត្រាំម្សៅគ្រាប់អុកនេះហើយស្របពេលដែលទឹកជ្រាបចូលទៅក្នុងគ្រាប់អុកបន្តិចម្ដងវាអាចបំបែក tannin ចេញបានយ៉ាងល្អឥតខ្ចោះប៉ុន្តែរៀងរាល់20នាទីត្រូវបន្ថែមទឹកម្ដងរងចាំរហូតដល់ពេញមួយយប់ហើយអាដេក៏ប្រមូលទឹក tannin ទុកផងដែរទោះបីជាគាត់មិនអាចយកវាទៅប្រើប្រាស់បានក៏ដោយប៉ុន្តែវាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺស្បែកសម្រាប់អាដេដែលរស់នៅទីហោស្ថាននេះពិតជាវត្ថុមានតម្លៃណាស់ហើយដោយសារដំណើរការបំបែកនេះស៊ីពេលយូរពេកពេលវេលាមួយថ្ងៃក៏ត្រូវបានកន្លងផុតទៅបែបនេះអាដេក៏ឆ្លៀតពេលនៅពេលយប់យកពីញាតាដាក់ចូលក្នុងរណ្ដៅភ្លើងដើម្បីដុតកម្ដៅធ្វើបែបនេះថ្ងៃស្អែកគាត់អាចយកវាទៅប្រើប្រាស់បានហើយលុះដល់ព្រឹកថ្ងៃបន្ទាប់ពីញាតានេះពិតជារឹងមាំខ្លាំងណាស់មែនចៃដន្យឲ្យអាដេបានទុកប្រហោងតូចពីរួចជាស្រេចពេលនេះគ្រាន់តែប្រើខ្សែពួរដែលធ្វើពីស្លឹកយូកាមកចងភ្ជាប់ពីញាតានេះចាត់ទុកថាធ្វើរួចរាល់ហើយបន្ទាប់ពីគាត់ធ្វើរួចរាល់ពេលនេះម្សៅគ្រាប់អុកក៏បានចម្រោះរួចរាល់ដែរដូច្នេះអាដេយកពីញាតារបស់គាត់ចេញមកមុនសិនយកវាទៅព្យួរនៅលើមែកឈើនៅមុខផ្ទះបន្ទាប់មកអាចត្រឡប់ទៅក្នុងផ្ទះវិញដើម្បីធ្វើនំខេកបានហើយដូច្នេះគាត់យកម្សៅមកសង្កត់ជាន់គ្នាជាមុនសិនដាក់ផ្លែឈើដែលគាត់ចូលចិត្តនៅលើនោះបន្ទាប់មកគ្រប់វាពីលើមួយជាន់ទៀតគ្រាន់តែឃើញក៏ធ្វើឲ្យគួរឲ្យចង់ញ៉ាំទៅហើយបន្ទាប់មកគាត់ក៏ប្រញាប់យកនំខេកដាក់ចូលទៅក្នុងចង្ក្រានកម្ដៅដើម្បីដុតកម្ដៅឆ្លៀតពេលរងចាំនេះគាត់ក៏មកដល់មាត់ទ្វារចាប់ផ្ដើមវាពីញាតាដើម្បីអបអរសាទរថ្ងៃកំណើតគម្រប់50ឆ្នាំរបស់គាត់សូមឲ្យពួកយើងទាំងអស់គ្នារួមគ្នាជូនពួកគាត់ឲ្យមានសេចក្តីសុខក្នុងថ្ងៃកំណើតនេះគឺជាផ្ទះតូចដែលរឹងមាំបំផុតនៅលើពិភពលោកគេនិយាយថាសូម្បីតែគ្រឿងចាក់ជីកកៃ3គ្រឿងក៏មិនអាចបំផ្លាញវាបានដែរហើយអ្វីទាំងអស់នេះគឺជាស្នាដៃរបស់បុរសម្នាក់នេះដែលចំណាយពេល4ថ្ងៃសង់ដោយដៃទេបុរសម្នាក់នេះឈ្មោះថាអាដេគាត់ធ្លាប់ជាវិស្វករសំណង់ស៊ីវិលម្នាក់ដែលបានបោះបង់ប្រាក់ខែរាប់លានដើម្បីមកសម្រេចក្តីស្រមៃរបស់ខ្លួនគាត់បានជ្រើសរើសទីតាំងមួយដែលស័ក្តិសមប្រើដៃវាស់ទំហំនៃជំរក
យកមេឈើមួយដើមមកចាប់ផ្ដើមជីករណ្ដៅទោះបីជាប្រសិទ្ធភាពមិនខ្ពស់ប៉ុន្តែសំណាងល្អដែលជីកបានដុំធំយ៉ាងច្រើននេះវានឹងផ្ដល់អត្ថប្រយោជន៍នៅក្នុងការងារសាងសង់នាពេលអនាគតតែដើរតួយ៉ាងសំខាន់ប៉ុន្តែយ៉ាងណាមិញកម្លាំងកាយរបស់មនុស្សម្នាក់មានកំណត់ទ្រាំលែងបានអាដេក៏ប្រើជើងជីកតែម្ដងទៅបន្ទាប់ពីជីកបានរូបរាងទ្រូហើយគាត់ក៏ទៅប្រមូលស្មៅងាប់ជាច្រើននៅក្បែរនោះបន្ទាប់មកដាក់លើដីហើយលីវីចូលគ្នាគាត់ពិតជាមានសំណាងដែលរើសបានឃ្លោកមាសមួយបន្ទាប់ពីដងទឹកពេញហើយចាក់វាទៅលើដីបន្ទាប់មកក៏ចាប់ផ្ដើមកោដីអាដេដែលធ្លាប់ធ្វើជាជាងម៉ាសាក្រៅម៉ោងរាល់ចុងនានីមួយសុទ្ធតែមានកម្លាំងខ្លាំងក្លាមិនយូរប៉ុន្មានក៏លីដីឥតនៅលើដីបានសព្វល្អចុងក្រោយក៏ពង្រៀបវាឲ្យទៅជាផ្ទៃដីរាបស្មើអាដេសម្លឹងមើលស្នាដៃរបស់ខ្លួនដោយក្តីពេញចិត្តយ៉ាងខ្លាំងពេលយប់ក៏គេងនៅលើដីមួយយប់យ៉ាងសាមញ្ញថ្ងៃទី2អាដេមកពិនិត្យមើលស្ថានភាពនៅពេលនេះផ្ទៃដីគឺរឹងមាំខ្លាំងណាស់ទៅហើយបន្ទាប់មកគាត់ដើរទៅកន្លែងមួយមិនឆ្ងាយប៉ុន្មានយកមែកឈើមួយដើមដែលមានរូបរាងស្អាតបន្តិចបន្ទាប់ពីកាច់វារួចយកមកធ្វើជាចប់ជីកបន្តជីករណ្ដៅទៀតគួរឲ្យភ្ញាក់ផ្អើលដែលគាត់ទទួលបានគ្រោះយ៉ាងច្រើនមិនយូរប៉ុន្មានក៏ជីកបានរណ្ដៅធំមួយបន្ទាប់មកអាដេក៏ទៅប្រមូលស្មៅងាប់ជាច្រើនទៀតចាក់ទឹកចូលទៅក្នុងរណ្ដៅប្រើដៃលីស្មៅងាប់និងដេកចូលគ្នាការធ្វើបែបនេះអាចការពារឥតមិនឲ្យប្រេះបានយ៉ាងមានប្រសិទ្ធភាពបន្ទាប់មកគាត់យកដីដែលលីរួចនោះចេញមកលុញវាជារូបរាងដែលគាត់ពេញចិត្តបំផុតដុំនីមួយសុទ្ធតែជាសិល្បៈដ៏ល្អឥតខ្ចោះបន្ទាប់មកយកគ្រួសដែលជីកបានមកធ្វើជារាងធ្វើបែបនេះឥតដីដ៏រឹងមាំក៏ត្រូវបានបង្កើតឡើងបន្ទាប់មកប្រើដីឥដ្ឋដែលនៅសល់ផ្សំជាមួយនឹងស្នាដៃពីដូនតារបស់គាត់មកបិទបំពេញផ្នែកដែលប្រេះនៃគ្រឹះផ្ទះមួយសន្ទុះក្រោយមកអាដេយកឥដ្ឋដីដែលស្ងួតហើយចេញមកជំរុះផ្នែកដែលលើសចេញដើម្បីធានាថាឥដ្ឋដីនីមួយសុទ្ធតែមានជ្រុងនិងគែមច្បាស់លាស់កាមេរ៉ាវិលមកវិញអាដេបានផលិតឥដ្ឋដីយ៉ាងច្រើនរួចទៅហើយគាត់អង្គុយនៅលើគ្រឹះផ្ទះស្រមៃមើលផ្ទះថ្មីរបស់គាត់ឈានចូលដល់ថ្ងៃទី3អាដេរៀបចំសាងសង់ជញ្ជាំងផ្ទះប៉ុន្តែគាត់គិតថាគ្រឹះផ្ទះថ្មីនេះនៅមិនទាន់រឹងមាំគ្រប់គ្រាន់ទេដូច្នេះគាត់ក៏រុញដុំថ្មចេញរួចជីកកកាយមួយជុំវិញនោះដើម្បីធ្វើវាឡើងវិញបន្ថែមស្មៅងាប់នឹងដីជាមួយរូបមន្តដែលធ្លាប់ស្គាល់ថែមទាំងបានបន្ថែមដុំថ្មជាច្រើនដើម្បីពង្រឹងភាពរឹងមាំរៀបចំវាឲ្យរាបស្មើឡើងវិញរងចាំរហូតដល់ដីយ៉ាស្ងួតអាដេក៏បានធ្វើបាយអយ៉ាងច្រើនទៀតយកបាយអមកលាបនៅលើគ្រឹះផ្ទះយកឥដ្ឋដីនីមួយមករៀបត្រួតលើគ្នាម្ដងមួយជាន់មិនយូរប៉ុន្មានចម្រុករបស់អាដេក៏ចាប់ផ្ដើមចេញជារូបរាងបន្តិចម្ដងដើម្បីឲ្យវាកាន់តែរឹងមាំជួនកាលត្រូវប្រោះទឹកបន្តិចបន្តួចផងដែរមើលឃើញថាជញ្ជាំងកាន់តែខ្ពស់ឡើងហើយធ្វើឲ្យមានឧបសគ្គខ្លះអាដេក៏កាច់មែកឈើនៅចំពោះមុខចោលតែម្ដងក្នុងដំណើរការសាងសង់នេះគាត់ក៏មានគំនិតថ្មីមួយទៀតបន្ទាប់មកគាត់ប្រើមែកឈើតូចនិងដីឥដ្ឋដើម្បីធ្វើជារបាំងខាងក្នុងមួយត្រៀមទុកសម្រាប់ធ្វើជាចង្ក្រានកម្ដៅនៅពេលក្រោយទោះបីជាផ្ទះនេះមិនធំប៉ុន្តែមានគ្រប់យ៉ាងដែលត្រូវការតែមិនយូរប៉ុន្មានបាយអក៏អស់គាត់ក៏ទៅរកដីយ៉ាយ៉ាងច្រើនមកទៀតប្រោះទឹកហើយបន្តសាងសង់ផ្ទះរបស់គាត់ទៀតធ្វើការនេះរហូតដល់មេឃងឹតពេលវេលាឈានចូលដល់ថ្ងៃទី4អាដេរៀបចំធ្វើទម្របង្អួចសម្រាប់ចម្រោះគាត់ប្រើល្បឿនដៃដែលបានមកពីការនៅលីវ30ឆ្នាំប្រើមែកឈើមកចោះរន្ធមួយនៅលើដុំអត់ដាក់ដុំអត់រាងអក្សរចូលបន្ទាប់មកប្រើមែកឈើដើម្បីទប់វាឲ្យធ្វើបែបនេះទម្របង្អួចក៏ត្រូវបានធ្វើរួចរាល់បន្ទាប់មកអាដេក៏ទៅប្រមូលមែកឈើជាច្រើនសម្រាប់ប្រើក្នុងការធ្វើដំបូលចម្រោះចិត្តសម្បកមែកឈើទាំងអស់ចេញដើម្បីជួយការពារការពុកផុយបានយ៉ាងមានប្រសិទ្ធភាពបន្ទាប់មកប្រើសម្បកឈើទាំងនោះមកត្បាញជាខ្សែពួរជីករន្ធតូចរួចភ្ជាប់ដំបូលរាងត្រីកោណចូលចុងក្រោយប្រើខ្សែពួរចងវាឲ្យជាប់រឹងមាំគាត់ក៏រកបានមែកឈើដែលមានភាពរឹងល្មមជាច្រើនទៀតចងវាចូលគ្នាជារាងរង្វង់ដាក់វានៅលើដំបូលបន្ទាប់មកប្រើខ្សែពួរដើម្បីចងវាឲ្យជាប់មិនយូរប៉ុន្មានរូបរាងដំបូលក៏ឃើញយ៉ាងច្បាស់គាត់ប្រើស្មៅងាប់ដែលប្រមូលបានមកធ្វើជាក្បឿងចងវាភ្ជាប់ម្ដងមួយស្មៅងាប់ប្រភេទនេះមានសមត្ថភាពការពារទឹកបានយ៉ាងល្អបន្ទាប់ពីធ្វើដំបូលរួចរាល់ចុងក្រោយនៅមាត់ទ្វារក៏ប្រក់សម្រាប់មួយដែរផ្ទះរបស់អាដេទីបំផុតក៏សាងសង់បានយ៉ាងល្អឥតខ្ចោះទោះបីជាវាមិនធំប៉ុន្តែវាផ្ទុកនៅក្តីស្រមៃរបស់បុរសម្នាក់ប្រសិនបើឆ្លុះជាមួយប្រពន្ធគាត់ក៏ចាត់ទុកថាមានកន្លែងមួយសម្រាប់ពូនដែរសង់ផ្ទះរួចរាល់គាត់មានអារម្មណ៍ថាខ្លួនប្រាណមានក្លិនស្អុយបន្តិចសម្រាប់អ្នកដែលស្រឡាញ់ភាពស្អាតតែរកវិធីងូតទឹកឲ្យខ្លួនឯងមួយពេលសិនសំណាងល្អគ្រាន់តែដើរចេញពីទ្វារភ្លាមក៏បានប្រទះឃើញដើមស៊ុបលីលីជាច្រើនរុក្ខជាតិប្រភេទនេះមិនត្រឹមតែអាចញ៉ាំបានទេថែមទាំងអាចសម្អាតរាងកាយបានយ៉ាងមានប្រសិទ្ធភាពទៀតផងអាដេយកដើមស៊ុបលីលីដែលជីកបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីកែច្នៃវាបន្តិចរួចមកក៏យកវាមកលាងសម្អាតដោយដៃសុទ្ធសាធម្ដងទៀតបន្ទាប់មកបុកវាឲ្យម៉ត់រួចចាក់ទឹកចូលចម្រាញ់យកទឹកពុះយ៉ាងច្រើនចេញពីវាទឹកពុះប្រភេទនេះមានប្រសិទ្ធភាពកម្ចាត់អង្គែនិងមិនធ្វើឲ្យសក់ឡើងប្រេងឡើយចំណែកសាច់ផ្លែឈើដែលនៅសល់ក៏អាចញ៉ាំបានដែរមិនយូរប៉ុន្មានក៏បានត្រឡប់ទៅជាយុវជនដ៏ស្រស់សង្ហានោះវិញបន្ទាប់ពីងូតទឹករួចគាត់មានចម្ងល់ថាតើជនជាតិម៉ាយ៉ាបុរាណបង្កើតថ្នាំពណ៌ដោយរបៀបណាដូច្នេះគាត់ក៏ទៅប្រមូលមែកឈើខ្លះសិនមែកឈើប្រភេទនេះគ្រាន់តែយកទៅដុតកម្ដៅវានឹងប្រែទៅជាសារធាតុពណ៌ត្នោតមិនត្រឹមតែអាចប្រើសម្រាប់សរសេរអក្សរទេថែមទាំងអាចគូរគំនូរបានទៀតពេលដែលមែកឈើមិនទាន់ដាំពុះអាដេក៏ចោះគំនូរបន្ទាត់សាមញ្ញនៅលើជញ្ជាំងសិនបន្ទាប់មកប្រើថ្នាំពណ៌ដែលដាំពុះហើយមកលាបពណ៌មាននរណាម្នាក់អាចបកប្រែអត្ថន័យនៅក្នុងនេះបានទេការបង្កើតស្នាដៃសិល្បៈបែបនេះគឺពិតជាប្រើកម្លាំងខួរក្បាលខ្លាំងណាស់ដូច្នេះអាដេក៏ចង់ទៅស្វែងរកអាហារខ្លះចៃដន្យឲ្យចម្រុករបស់គាត់គឺនៅជិតឆ្នេរសមុទ្រខ្លាំងណាស់នេះមានន័យថាពេលទំនេរគាត់អាចមកចាប់គ្រឿងសមុទ្រលេងបានប្រសិនបើសំណាងល្អក៏អាចបានញ៉ាំអាហារសមុទ្រយ៉ាងឆ្ងាញ់ពិសាប៉ុន្តែដោយសារថ្ងៃនេះពេលវេលាមានកំណត់គាត់ក៏បេះសារាយសមុទ្រដែលងាយរកឃើញនៅទីនោះហើយថែមទាំងជីកបានលីសមុទ្រតូចខ្លះទៀតផងយកគ្រឿងផ្សំស្រស់ទាំងពីរមុខនេះទុកសម្រាប់អាហារពេលល្ងាចថ្ងៃនេះពេលត្រឡប់មកដល់ផ្ទះអាដេដោយសារបច្ចេកទេសមិនសូវជំនាញក៏ខ្ចីឈើគូសរបស់ក្រុមការងារកម្មវិធីដើម្បីបង្កាត់ភ្លើងក៏ចាប់ផ្ដើមចម្អិនអាហារសមុទ្រដ៏ឆ្ងាញ់ពិសារបស់គាត់ប៉ុន្តែពេលនេះគាត់មិនទាន់មានចានតូចធ្វើពីដេសាទេការកូរមើលទៅរៀងរលាកដៃបន្តិចហើយបន្ទាប់ពីចម្អិនរួចដំបូងគឺភ្លក់ទឹកស៊ុបដែលសម្បូរជីវជាតិមួយម៉ាត់សិនរួចក៏បន្តញ៉ាំអាហារមួយម៉ាត់ទៀតនៅពេលនេះផ្ទៃមុខរបស់អាដេពោពេញទៅដោយក្តីសុខព្រឹកថ្ងៃបន្ទាប់ពេលអាដេភ្ញាក់ឡើងរៀបចំធ្វើចានមួយឲ្យធំបន្តិចសម្រាប់ខ្លួនឯងគាត់បានប្រមូលដីឥដ្ឋពីរណ្ដៅសាកល្បងភាពស្អិតបន្តិចរួចក៏យកមកផ្ទះលីជាមួយទឹកហើយក៏ចាប់ផ្ដើមលុញវាជារាងវែងរៀបវាត្រួតលើគ្នាម្ដងមួយជាន់បន្ទាប់មកក៏លុញគម្របឆ្នាំងមួយទៀតជាមួយនឹងព័ត៌មានលម្អិតបន្ថែមដោយវែកមួយឆ្នាំងនេះមើលទៅពិតជាល្អឥតខ្ចោះណាស់ពេលនេះគ្រាន់តែដុតវាដោយភ្លើងធំក៏រួចរាល់ហើយគាត់រំភើបចិត្តរហូតដល់គេងមិនលក់ពេញមួយយប់ទឹកវាពេញមួយយប់ទល់ភ្លឺព្រឹកថ្ងៃបន្ទាប់ពេលរៀបចំយកមកផ្ទះនេះធ្វើឲ្យអាដេដែលក្រស្រាប់កាន់តែលំបាកថែមទៀតសំណាងល្អឆ្នាំងដីមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេគ្រាន់តែបាច់ឆ្នាំងហាក់ដូចជាមិនទាន់ឆ្អិនល្អអាដេគិតក្នុងចិត្តថាទាំងនេះមិនមែនជាបញ្ហាធំដុំទេព្រោះអារម្មណ៍បែបធម្មជាតិបែបនេះទើបបរិសុទ្ធបំផុតដូច្នេះគាត់ក៏យកឆ្នាំងទៅដងទឹកនៅមាត់ទន្លេដើម្បីផឹកព
ពេលឃើញបែបនេះអេតនិងពេបៀក៏បានផ្ដល់ពិន្ទុអាក្រក់ឲ្យគាត់តែម្ដងនៅពេលដែលអាកាសធាតុចុះត្រជាក់បន្តិចម្ដងផ្ទះថ្មីរបស់អាដេក៏សង់រួចរាល់ជាស្ថាពរប៉ុន្តែដោយសារមិនបានសាងសង់ចង្ក្រានកម្ដៅនិងទ្វារធំបូករួមទាំងអាដេគ្មានខោអាវស្លៀកពាក់ទោះបីជាគាត់មានសាច់ដុំពោះ12កង់ក៏ដោយក៏មិនអាចទប់ទល់នឹងភាពរងានៃរដូវរងាបានដែរដូច្នេះព្រឹកនេះអាដេភ្ញាក់ពីព្រលឹមក៏មកប្រមូលស្លឹកយូកាខ្លះនៅក្បែរនោះត្រៀមដំឡើងទ្វារធំសម្រាប់ផ្ទះថ្មីរបស់គាត់ឆ្លៀតពេលប្រមូលស្លឹកយូកាអាដេក៏បានប្រមូលមែកឈើពី3ដាំដែរត្រៀមប្រើសម្រាប់ធ្វើគ្រោងទ្វារធំបន្ទាប់ពីគាត់វាស់ទំហំទ្វារធំរួចរាល់ហើយដោយគិតថាខ្លួនឯងគ្មានខ្សែពួរទេដូច្នេះអាដេរត់ត្រឹកមកក្បែរនេះប្រមូលបានស្លឹកយូកាដែលអាចប្រើសម្រាប់ត្បាញខ្សែពួរបានខ្លះមើលតាមដំណើររត់របស់អាដេក៏អាចដឹងបានថាពេលនេះគាត់ស្គាល់បរិស្ថានជុំវិញនេះច្បាស់ណាស់បន្ទាប់មកគាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញចាប់ផ្ដើមត្បាញស្លឹកយូកាទាំងនេះឲ្យទៅជាខ្សែពួរបន្ទាប់មកយកដើមយូកាមកកាត់ឲ្យបានប្រវែងសមល្មមដោយប្រើថ្មចុងក្រោយគ្រាន់តែធ្វើតាមគោលការណ៍ដ៏សាមញ្ញប៉ុណ្ណោះក៏អាចភ្ជាប់ទ្វារធំជាប់នឹងគ្រោងបានយ៉ាងងាយស្រួលហើយរបៀបបើកទ្វារបែបនេះក៏មានភាពស្រស់ស្អាតបែបសាមញ្ញម្យ៉ាងដែរពេលនេះបានបញ្ចប់ការធ្វើទ្វារផ្ទះថ្មីហើយដោយសារជាទូទៅអាដេមានវិន័យលើខ្លួនឯងណាស់គាត់មិនញ៉ាំរបស់ផ្ដេសផ្ដាស់ជាដាច់ខាតដូច្នេះគាត់ឆ្លៀតពេលទំនេរនេះប្រើដុំទម្ងន់ដែលធ្វើពីដីឥដ្ឋជាមុនសិនដើម្បីហាត់ប្រាណពុតសរសៃខ្លួនឯងឲ្យបានស្រួលខ្លួនបន្ទាប់មកញ៉ាំពងមាន់ក្រួយដែលសម្បូរជីវជាតិមួយគ្រាប់ចាប់ផ្ដើមបំពេញប្រូតេអ៊ីនដែលរាងកាយត្រូវការបន្ទាប់មកទើបអាចបន្តការងារដែលនៅសល់សម្រាប់ថ្ងៃនេះបានដោយសារអាដេមានបំណងរស់នៅទីនេះយូរអង្វែងត្រឹមទ្វារមួយច្បាស់ជាមិនអាចដោះស្រាយបញ្ហារស់នៅក្នុងរដូវរងាបានទេដូច្នេះគាត់មានបំណងបន្តធ្វើអត់ដេខ្លះទៀតដើម្បីដំឡើងចង្ក្រានកម្ដៅថ្មីស្រឡាងមួយសម្រាប់ផ្ទះថ្មីរបស់គាត់សំណាងល្អកន្លែងដែលអាដេរស់នៅមានដីយ៉ាត់ប្រើមិនចេះអស់ទេធ្វើឲ្យគាត់មិនបាច់ព្រួយបារម្ភពីរឿងវត្ថុធាតុដើមឡើយដូច្នេះគាត់ក៏ធ្វើតាមវិធីចាស់ដោយអនុវត្តតាមបច្ចេកទេសសង់ផ្ទះផលិតបានអត់ដេយ៉ាងច្រើនទៀតពេលនេះមានបទពិសោធន៍ខ្លះហើយធ្វើឲ្យដំណើរការផលិតអត់ដេរបស់អាដេពិតជាងាយស្រួលណាស់គ្រាន់តែរងចាំឲ្យវាស្រូបយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ក៏អាចប្រើដេអត់មកភ្ជាប់វាចូលគ្នាបានហើយទទួលបានគ្រោងចង្ក្រានកម្ដៅជាមូលដ្ឋានយ៉ាងងាយស្រួលដោយសារផ្ទះថ្មីដែលអាដេរស់នៅមានទំហំមិនសូវធំទេដូច្នេះគាត់ដំឡើងចង្ក្រានកម្ដៅនៅទីតាំងមាត់ទ្វារទោះបីជាមិនអាចទទួលបានភាពកក់ក្ដៅដល់កម្រិតក៏ដោយប៉ុន្តែការសាងសង់នៅខាងក្រៅអាចជៀសវាងការថប់ដង្ហើមស្លាប់ខ្លួនឯងបានពេលអាដេសង់បានរូបរាងមូលដ្ឋាននៃចង្ក្រានកម្ដៅហើយបន្ទាប់មកទៀតគ្រាន់តែរងចាំរយៈពេលជិត3ថ្ងៃក៏នឹងទទួលបានចង្ក្រានកម្ដៅដែលយ៉ាត់ដ៏ស្រស់ស្អាតនិងមានប្រយោជន៍មួយចង្ក្រានកម្ដៅពេលនេះបន្ទាប់ពីស្ងួតហើយគ្រាន់តែដុសខាត់មួយជាន់ទៀតសម្អាតកំទេចកំទេខ្លះឲ្យស្អាតចង្ក្រានកម្ដៅនេះអាចចាប់ផ្ដើមបង្កាត់ភ្លើងប្រើប្រាស់បានហើយពេលនេះដោយមានជំនួយពីចង្ក្រានកម្ដៅអាដេឆ្លៀតឱកាសនេះថែមទាំងបានប្រើដីឥដ្ឋធ្វើពេញចំនួន2ទៀតផងដាក់ចូលទៅដុតកម្ដៅក្នុងចង្ក្រានកម្ដៅដែលកំពុងឆេះធ្វើបែបនេះពេលយប់អាដេមិនត្រឹមតែអាចសម្រាកបានយ៉ាងល្អទេដល់ព្រឹកថ្ងៃបន្ទាប់ថែមទាំងអាចទទួលបានពេញ2ទៀតផងពេលនេះមានចង្ក្រានកម្ដៅហើយមានអារម្មណ៍ថាអាដេរស់នៅទីនេះមួយជីវិតក៏មិនមានបញ្ហាអ្វីដែរ